ហាអើយកើតមានបញ្ញាស្ដាប់ទាំងស្នាគ្រានេះហងសូមអនុមោទនាស្ដាប់ពធទេសនាគ្រប់ព្រះអង្គគ្រប់គ្នាសូមអនុមោទនីសូមអនុញ្ញាតពីលោកម្ចាស់ជាប្រធារៈគ្រប់ព្រះអង្គមានលោកម្ចាស់គ្រូព្រះចូលវរៈធម្មោនៅក្នុងវត្តព្រះមហាកន្តកតរួមជាមួយនឹងព្រះធម្មធម៌ព្រះវិន័យធម៌គ្រប់ព្រះអង្គដោយសេចក្តីគោរពកោតក្រែងសូមចម្រើនពលលោកគ្រូនិងចម្រើនពលលោកគ្រូធម្មយាចាទាំងពីររូបចម្រើនពលលោកគ្រូព្រឹទ្ធាចារ្យលំធានញាតិញោមសពរស់ពុទ្ធបរិស័ទស្រីប្រុសចិត្តឆ្ងាយនៅក្នុងទីនេះក្តីនិងនៅក្នុងទំព័រព្រះធម៌របស់លោកគ្រូគ្រប់គ្នាក្តីហើយយប់នេះក៏បានការអនុញ្ញាតពីលោកគ្រូបានជួបជុំញាតិញោមពុទ្ធបរិស័ទនៅទីនេះគឺយើងនឹកឃើញនៅក្នុងវេសានរដូវនៅប្រមាណជាមួយខែទៀតគឺថ្ងៃចូលព្រះវស្សានៅមកដល់ហើយការដែលសិក្សាសន្តានានឹងប្រព្រឹត្តទៅនៅខាងក្រោមប្រាសាទនឹងទេហើយជាបន្តទៅទៀតនឹងពេលដែលលោកគ្រូសម្ដែងពធចប់ម្ដងហើយពេលយប់បន្ទាប់ពីសន្តានាចប់អីចឹងទៅមកបតិសិនបូជាប្រទីបបូជាគ្រឿងសក្ការៈដោយលោកគ្រូប្រធាចារ្យលំធានលោកគ្រូក៏សម្ដែងជាធម្មីកថាហើយដោយពីល្ងាចមិញបានជម្រាបជូនញាតិញោមពុទ្ធបរិស័ទថាអត់សន្តានាអត់អីហ្នឹងក៏មិនប្រកាសថាមិនសន្តានានោះទេដូច្នេះយប់នេះដោយមានប្រគុណម្ចាស់ជាធម្មធម៌ច្រើនព្រះអង្គមានគុណម្ចាស់ជាព្រះវិន័យធម៌ក៏ច្រើនអង្គមានគុណម្ចាស់អភិធម្មមាននន្តោជាដើមដូច្នេះញាតិញោមពុទ្ធបរិស័ទអាចសិក្សាចូលរួមសន្តានាអីយ៉ាងណាក៏សូមចម្រើនពរអញ្ជើញលោកគ្រូធម្មយាចាចំណិតលោកគ្រូធម្មយាចាឲ្យចម្រើនជាដើមចូលរួមតាមសំគួរតាមធម្មសបាយពីព្រោះយប់នេះគាត់អត់ទៅប៉ុស្តិ៍ហើយដូច្នេះក៏សូមគេថាសូមអនុញ្ញាតលោកគ្រូ2ម៉ោងអញ្ចឹងចាស់ដល់ម៉ោង9កន្លះចាស់2ម៉ោងនេះដល់ម៉ោង9កន្លះតែម្ដងទៅសូមនមស្ការថ្វាយបង្គំព្រះបរមពោធិព្រឹក្សនៅពោជនីយដ្ឋានខេត្តបាត់ដំបងនេះដោយដីនឹករលឹកដោយសេចក្តីគោរពកាត់ក្រែងរួមដោយកណាគុណចាស់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសវេលាងាកនេះកណាទលប់កណាគុណចាស់គ្រប់ព្រះអង្គដែលបានទស្សនាបានសន្តានាអីតាមរយៈគុណចាស់ព្រះអង្គព្រះបញ្ញាចោតតោអីក៏បានទាំងកណាជាទីចម្រើនប្រហាប្រតិពុទ្ធបរិស័ទចម្រើនចិត្តបុណ្យកណាក្នុងការដែលនឹងត្រូវរក្សាចិត្តរក្សាបតិហ្នឹងឲ្យបានប្រព្រឹត្តទៅក្នុងធម៌ដែលជាទីពឹងពីព្រោះយើងដឹងហើយថាអ្វីៗក្នុងโลกនេះសុទ្ធតែត្រូវលះបង់ទេបើយើងមិនលះបង់វាមានតែយើងត្រូវស្លាប់នៅក្នុងវដ្តសង្សារហ្នឹងបើដូចជាថាមានមាសមានប្រាក់អីចឹងហើយទីកន្លែងហ្នឹងវាមានដុំថ្មធំធ្លាក់ពីលើមកបើយើងនៅតែជាប់ជំពាក់ជីកខ្វេះកកាយមាសប្រាក់ហ្នឹងយើងក៏ត្រូវស្លាប់ទៅដែរមិនមែនត្រឹមតែយកមាសយកប្រាក់ហ្នឹងមិនបានទេយើងក៏ស្លាប់ទៅទៀតអញ្ចឹងប្រយោជន៍អីដែលយើងខំនៅតែជីកខ្វេះកកាយហ្នឹងមិនបានទេក៏ហីទៅរត់ចេញពីកន្លែងហ្នឹងមកនឹងឯងតែដោយលេច
ទឹកសមុទ្រអញ្ចឹងបើហេបរតនៈនឹងវាធ្ងន់គឺមធ្យោបាយមានតែមួយលេងចោលហើយហែយករួចខ្លួនអញ្ចឹងមកហ្នឹងឯងតែហើយដោយបងវ័យដែលគាត់ស្ទុះទៅតាមហេតុមាសប្រាក់អីគាត់ដែលចោលមកដណ្ដើមយកទៅហ្នឹងឯងបើដឹងថាទៅស្លាប់ដដែលអញ្ចឹងអាមាសប្រាក់ហ្នឹងក៏មិនបានដដែលមិនទៅទេតែនេះគឺថាវាជារឿងដែលស្ដាយនឹងឯងដែលកែប្រែអត់បានទេណាស្លាប់ហើយនឹងឯងក្នុងអាយុរបស់គាត់49ឆ្នាំបើនៅដល់សប្តាហ៍ថ្ងៃបងខ្ញុំណា4ឆ្នាំមកណាអញ្ចឹង61អីឆ្នាំប្រកាណាហ្នឹងឯងអញ្ចឹងគឺអត់មានត្រឡប់មកវិញទេនេះគ្រាន់តែលើកឡើងថារឿងដែលយើងខកខានមិនបានរត់ចេញពីវដ្តសង្សារក្នុងសម័យកាលដែលមានពធដែលពុទ្ធបានត្រាស់នេះណានឹងគឺវាជារឿងវែងឆ្ងាយក្នុងវដ្តសង្សារនេះឯងហើយក្នុងព្រះសាសនានេះព្រះអង្គទ្រង់សម្ដែងឲ្យកំណត់ដឹងទុកហ្នឹងគឺទុកក្នុងវដ្តដាក់ហ្នឹងបើមិនដឹងទុកក្នុងវត្តដាក់ហ្នឹងគឺមិនអាចនឹងដឹងនៅនិរោធបានទេក៏ណាហើយបើមិនដឹងនៅនិរោធទេដូចជាព្រះនាងចាឡាប្អូនស្រីព្រះសារីបុត្រសម្ដែងនៅក្នុងភិក្ខុនីសង្យុត្តបិដកលេខ30ហ្នឹងណាដែលមេហ្នឹងគេមកសួរថានាងឯងមិនពេញចិត្តនឹងអីយើងមិនពេញចិត្តនឹងជាតិគឺការកើតដឹងថាមេហើយសួរហ្នឹងហើយមេហ្នឹងគេថាយីមិនបានមិនពេញចិត្តនឹងជាតិអញ្ចឹងកើតទៅវាសុបាយណាណាមកប្រាប់នាងឯងហ្នឹងថាកុំឲ្យពេញចិត្តកុំឲ្យត្រេកអរនឹងជាតិគឺការកើតនោះយើងខ្លាចស្លាប់ប៉ុន្តែត្រេកអរនឹងការកើតណោះហ្នឹងឯងតាក់ទីងទៅអូនតូចហ្នឹងអរណាស់សប្បាយកណាហ្នឹងឯងប៉ុន្តែបើអត់កើតមកទេបានសេចក្តីស្លាប់នឹងមកពីណាហ្នឹងឯងហើយមិនមែនមានតែស្លាប់នឹងតែប៉ុណ្្នឹងឯណាអ្វីជាតិនឹងនាំមកសម្បើមណាស់ដែលយើងពេញចិត្តខ្លះហើយតោះចិត្តច្រើននឹងឯងតែប៉ុន្តែដោយសារតែវាមានសុខសោមនស្សជាអាសាទៈអញ្ចឹងទៅក៏យើងចិត្តតែប្រឹងប្រែងដោះស្រាយទៅឲ្យបានរបស់ដែលយើងពេញចិត្តមកខ្វាយខ្វល់រវល់ដើម្បីរកសុខសោមនស្សនឹងឯងតែអស់ពេលវេលាសឹងថាមួយជីវិតនឹងឯងងាយបានដូចបងប្អូនកូនចៅយើងមានឱកាសថាបានមកអប់រំចិត្តតាមដែលយើងបាននៅតថាគតពោធិសទ្ធាទៅធ្វើយើងជ្រះថ្លានឹងពុទ្ធជ្រះថ្លាពធជ្រះថ្លាប្រសង្ឃចឹងទៅបានអប់រំផ្លូវចិត្តនឹងឲ្យមានសេចក្តីសុខក្នុងពធហ្នឹងចឹងទៅតែមនុស្សយើងច្រើនមិនបានដឹងពីសេចក្តីសុខដែលបានមកអំពីតថាគតពោធិសទ្ធានេះទេហ្នឹងឯងជាប់ជំពាក់ជាមួយនឹងក្តីសុខដែលជាសាមិសសុខហ្នឹងចឹងទៅហ្នឹងណាគឺជាតិនាំមកច្រើនណាស់ព្រះនាងសេឡាហ្នឹងបានសម្ដែងជាបកាថាគុណចាស់អីចាំអស់ហើយឬសម្ដែងមកច្រើនដងហើយខ្ញុំណាចាំនឹងភ្លេចទៀតហើយណាជាតាសៈមរណង្ហោតេណាគុណចាស់ចាំប្រាប់ទៀតជាតាសៈមរណង្ហោតេជាតោទុក្ខានិបាសតេពន្ធាំងវៈធាំងបរិកលេសੰតស្មាជាតិੰនរោជយេមើលទៅបល័យអស់សិនមើល
ពុទ្ធោធម្មៈមតេសេសេជាតយាសមតិកមੰសពតុខបបហានានੰបហានាយៈសពតុខបបហានាយៈសោមੰសច្ចេនិវេសយិរេយេចរូបោបគាសត្តាយេចអរូបភាគិណោនិរោធាំងអបជានន្តាអាកន្តារោបណភៈវោអញ្ចឹងណាបណភៈអីបណភៈវាំងណាបណភៈវន្តិណាកណាហ្នឹងហើយគឺជាតិតសមរណੰហោតិសត្វដែលកើតឡើងហើយនឹងតែងតែស្លាប់ហ្នឹងឯងហ្នឹងជាចម្លើយហើយដែលសួរថាម៉េចបានជានាងឯងមិនពេញចិត្តនឹងការកើតជាតិតសមរណੰហោតិសត្វដែលកើតហើយមិនតែងតែស្លាប់ជាតិតោទុក្ខានិបាសតិសត្វដែលកើតហើយតែងតែឃើញនៅទុក្ខទាំងពួងពន់ធាំងការចងវៈធាំងការសម្លាប់បៀតបៀននឹងបរិកលេសੰឧបទ្រពផ្សេងនឹងឯងតាស្មាប្រហេតុនោះជាតិតឹងអ្នករោចយេហ្នឹងឯងប្រហេតុនោះបានជាយើងមិនត្រេកអរនឹងការកើតហើយត្រង់ដែលថាអ្នកណាមកនាំនាងឯងមិនឲ្យពេញចិត្តនឹងការកើតហ្នឹងថាពុទ្ធណាហ្នឹងឯងមិនបុគ្គលតពិសតពះអត្រាជ្ញាអីទេពុទ្ធោធម្មៈមតេសេសេជាតយាសមតិកមੰសពតុខបហានាយៈសោមੰសច្ចេនិវេសយិគឺពុទ្ធោធម្មៈមតេសេសេនោះព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងប្រធัวជាតយាសមតិកមੰហ្នឹងដើម្បីឲ្យមានការកន្លងនៅជាតិហ្នឹងឲ្យរួចផុតអំពីការកើតហ្នឹងប្រព្រឹត្តកន្លងនៅការកើតហ្នឹងគឺពធដឹកនាំសត្វលោកឲ្យរួចផុតពីជាតិហ្នឹងព្រះអង្គទ្រង់សម្ដែងទ្រង់ណែនាំនឹងឯងតែលះបង់រួចផុតពីទុក្ខទាំងពួងដែលជាតិនាំមកហ្នឹងហើយព្រះអង្គបានតម្កល់យើងឲ្យតាំងនៅក្នុងសច្ចធម៌គឺយើងបានដឹងនៅទុក្ខហើយនឹងទុក្ខនិរោធគឺទីរំលត់ទុក្ខហើយព្រះនិព្វានដែលជាបរមសុខហ្នឹងមិនមែននៅនឹងជាតិកំណើតនឹងទេហ្នឹងឯងហើយយេចរូបោបគាសត្តាសត្វដែលបានកើតនៅក្នុងរូបភពក៏ដោយយេចអរូបភាគិណោមានចំណែកក្នុងអរូបភពក៏ដោយនិរោធាំងអបជានន្តានេះបើអត់បានដឹងនៅព្រះនិព្វានដែលជានិរោធសច្ចនឹងទេអាកន្តារោបណភវន្តិណាអាកន្តារោបណភវោណាភវាំងហ្នឹងឯងគឺរមែងមកកាន់ភពថ្មីទៀតនឹងខ្ញុំណានឹកឃើញត្រង់និរោធធាំងអបជានន្តាហ្នឹងមិនដឹងនៅនិរោធនឹងឯងមិនដឹងនៅនិរោធនេះគឺរមែងមិនរួចផុតចាកវដ្តសង្សារហ្នឹងហើយយើងមើលសត្វលោកយើងហ្នឹងមានប្រមាណអង្គប្រមាណអ្នកទៅដែលបានមកកំណត់ដឹងនៅទុក្ខដែលជាសង្សារទុក្ខហ្នឹងឯងគឺវាយខ្វល់ដោះស្រាយចំពោះតែសេចក្តីទុក្ខក្នុងជាតិហ្នឹងតែប៉ុណ្ណឹងហើយសេចក្តីទុក្ខដោយច្រើនតាក់តែងតាមផ្លូវចិត្តខ្លួនឯងទៅទៀតហ្នឹងឯងគឺកើតមកដោយសារបំណងប្រាថ្នាមិនចេះគ្រប់តាមលោភៈកិលេសនឹងតាមទោសៈមួម៉ៅក្តៅក្រហាយខឹងក្រោធកើតទុក្ខភ័យខ្លាចដោយសារតែកិលេសហ្នឹងដល់អញ្ចឹងទៅកិលេសហ្នឹងវានាំឲ្យរវល់អស់មកជាតិចឹងទៅតែម្ដងទាំងវាយខ្វល់ជាមួយតែនឹងកិលេសខ្លួនឯងហ្នឹងឯងដោះស្រាយជាមួយនឹងខណ្ឌដូចជាបព្វជិតអញ្ចឹងទាំងគឺមិនខ្វាយខ្វល់អីទៅច្រើនទេហើយសល់ពេលវេលាគឺដោះស្រាយសេចក្តីទុក្ខក្នុងវត្តដាក់គឺហេតុនៃវត្តដាក់ហ្នឹងគឺកិលេសលោភៈទោសៈមោហៈអញ្ចឹងគឺសិលសមាធិបញ្ញា
năng ảnh tung sum puông về và ha riêng kẹt tu sạ mô hạ nâng đòi sơ mà thị bà nhà nâng kịch ca nghe đờ miền giang sum bô không bạp về chết hay chấm này ca nghe đo sai chỉ đây tục không triệt nâng đôi chỉ riêng ha bọt phô với trai buồn ấy cứ mình trời chấm này pe về lia ấy từ cực kren o hà linh mà triệt nâng từ nô hề nà nâng ảnh muôn bên ở bát ấy chẳng tới thấy có nơi không bậc cam mà than tiệt muôn mà vẫn có đòi bậc cam mà than tiệt mình men thà không a chi vẽ và đệ sật sờ nâng ắt miền bậc cam mà than nô tề chẳng cứ sẽ tệ sam bị chỉ nhẹ và bật từ cướp pe về lìได้ประสังบานแต่ตัวโยกอวาปีประพุทธองค์ให้เมียนเสเมียนสมาธิเมียนปัญญานี่คือจิตกิจการเงี้ยทุ่มดมขนมโลกนั่งมันเมียนหมอประเทศนี้ถ้าเปิดได้หรือก็ปะอันปะปรุมน้ำหมอเธอกาเงี้ยสำคัญโดยเจ็บบับไปเจ็ดเต้จังบานทามกะนากุญจะได้บานเชียบกิจการเงี้ยสำคัญในขนมปพนัวนี้คือมันดังจะท่านั่งแต่โรกิจการเงี้ยไอ้เด็กเต้เอาสำคัญเอาทมดมเอาภาษาเอาวิเศษไอ้โดยเจียการเงี้ยในขนมปพนัวนั่งลายนั่งอ่านแต่นั่งคือการได้ยังมาเยอะในขนมสิกระไดตกขนมวัดสังสาเต้บานยังบอกเคยคลำซาได้การได้ปวดบอดสัตว์ยังบานสดับบานศักษาเมาให้บานตรวจตรงจำอัดจำสิกระไดเต้ให้ก็บานมาโดยท่าพิจารณาตามอัดสิกระไดนั่งอยู่ดังเตบ้านบอกเคยเซลสมาธิปัญญานั่งจำลองจังเคยพระพุทธกาได้พระองค์สำได้มาตรงนั่นคือคลำซาสำรับเอาเซลสมาธิปัญญาเกิดหลังในขนมโกนหรือบอกพระองค์นั่งสาวะสาวิกานั่นคือยังพิจารณาได้เคยค่ะบ่มน้องประหับประเทศพุทธองค์สำได้ประทั่วจังประมาณนั่นคือดำใบเซลสมาธิปัญญาเกิดหลังขนมเนี่ยสดับต่างหลายนั่นนั่นคือได้ยังศึกษาเมื่อขนมจังไก่โซดไอ้นั่นไปยาวในกาพิจารณาสิกระไดในประทัวนั่นได้พระองค์สำได้ปีกาได้เมียนสเทียโจแต่โรคกุยเจ็ดให้ก็ไปเอียงจะเจียบจังจำสดับให้ก็บานตรวงจำตกให้พิจารณาอัดนั่งบานเคยคลำซาในชีวิตหนึ่งเองแต่โดยจังเต๋อบานก็สอนชันเตะการล้างอุตสาหะเต๋อก็ตัวเลเหนั่งกาได้เตยพิจารณาเจียตัววิปัสสนานั่งเอาสำราญปฏิหะเตะหรือก็ประเทศเนี่ยคืออะไรจะแม่หนึ่งจังเตะตวงหนึ่งกาได้เมียนก็สอนชันเตะเป็นจัดนงก็สอนทัวนั่งตาละหมอกเคยคลำซากาเงี้ยสำคัญผมโมสรบนงวิภพโลกมาขมิ้นกาเงี้ยไอ้มาสำคัญโดยเจียเซลสมาธิปัญญานั่งให้กาได้เคยจังไปตอนได้เคยตกนงวัดได้อาศัยเรียกเกะตัวสะโมหะจังการเงี้ยได้เตยรูวัวนองปัจจุบันนั่งดำไปดอสไลจากได้ตกนองปัจจุบันนี้เพื่อมันโยจีปฐมประเทียนไอเตเต้ที่โปรจากได้ตกนี้เพื่อจีตกแต่หายังแต่ดอสไลก็เอาเพื่อตกจะไม่นั่งอ่านกันมันจะอยู่ประมาณก็เพื่อเตยกันลองพอดมาเจียดนั่งแต่ให้ก็ปัญหาสิกระไดตกขนมวัดด่าเนาะให้เชี่ยพิเศษคืออัดเมียนประทัวเนาะอัดบานจูเปรสมาสามปดเนาะลวงลอยเป็นไงเมียนเตียงบายอยู่ภูมิไอ้ให้รวมแต่เราอะวิเชียได้อัดดังเนาะนั่งไงคอมปรังท่าเชี่ยคลุนอันเชี่ยธมาอันกรุบแต่เชียดกรุบแต่กำนาดนั่งนึกระลึกโดยแต่พระองค์จำได้ถ้าบ่เมียนวิธีรุ่ยพอดจะตกโดยการจักโดยหลงเพลงไอ้จะดาวเมื่อนึกเลยเลิกดาวพุทธิกานั่งเมื่อยังซึ่งแต่ถ้าสลายยมยังปัวตกขนมวัดด่านั่งเหม็นตกเลงเลยเนี่ยเด่นก็หนายังซาวิเมียนติดได้ซอกสูนั่งบัดบังtới vàโดยจะถ้าเรียงโดยvà hơn chỉ mùi sẽ đây tục nòng quạt đã nó trào tiện chân tích tới chắc là đôi chỉ và hơn rồi bám mong năng ảnh
mình mạ mua mấy chỉ muối nâng vật đã tục nâng trong dây thà mày trong dây thà dân thuê bà hay nâng phòng mát nâng mình vô chất tục đã chỉ muối kia nâng ca pro thì bát nâng vì pro thì cái đây tục để miên cái nông vật đã này mình tục lên thế bây giờ tha tục nâng lên và bột trà đang còn lên đấy bột trà lên đó nhá chẳng tử và bột trà đang men tên để dân trời của rụp trong và bột chàng ná dân màu mơ nông ca trà đang mà bỏ vào ông nâng để cách ca nghe để vào ông bằng prai nó cứ đầm bay ở sạt lố có đuôi phí tục nông vật đã nâng chẳng và bột trà đang men tên và thua dùm tay men tên vật đã tục ní men tục lên chết đó đừng đăng ảnh to để dân đăng men tên sập rụp chẳng tới ban prang prang nông ca lia băng vầy tầng ở nâng miền tề ca lia băng từ nông ảnh hay lia băng ní bây giờ dây từ cái nông rương thầm mà đá dân ai lia băng ấy từ bàn tê và đôi ta dân thừa tiền ấy chẳng tới gặp bát phần na dân lia băng ấy tới đầm bay dân là xa xel ấy chẳng tới bànแต่ตรองเดียการเรียบังกรุบยางนี่ตอนเรามีปัสนาเกิดแล้วบานยังยืนดังปีการเรียบังนึปันจะขันหนึ่งโดยการเรียบังโดยชันโดยเรียเกะนู่โดยจิการดักเจ้าโดยเพเรียงวนหนึ่งตอนเรามีปัสนายังเย้ในขนมมีปัสนาหนึ่งไอ้แต่ไอ้ปัญญานั่นคือเพื่อcáchเรียบังโดยครูนไอ้นั่งแต่มาดองrồi dân còn để sẽ đạp tới ao lìa bóng nó về nơi chọp từ đây dùm qua thả miền dân rồi đợt lìa bóng tới dân bàn ấy chẳng tới lo hà lái lo hà lái dùm bây còn để sẽ đạp thả ọt miền ấy chỉ là bọc luôn nó phây khai tọ slot prem mà nè nâng ruột vì lô hạ và sát tới tới hao côn vô mà ao vừa sẽ đạp thua mình thả ọt miền ấy chia bỏ dưỡng nức côn mong anh prot pra côn anh ọt miền côn ấy na trong cuột tới mở nâng ảnh đời xá ca huồng hành vậy chỉ là bỏ luôn ai nhé nè ấy đào tại bàn đạp thà về ọt miền ấy chỉ là bỏ luôn chẳng tới tu rô côn rô chạy ấy tới chẳng tới nâng ảnh đi chia chỉ cái đấy tọ slot khẳng khăn nâng khăn là cắt tu và mạ sốt nâng đại tòa ông dùm tay anh tí chỉ cái đấy tọ slot khẳng khăn nâng miền nâng cứ miền chẳng nâng ảnh ca để bàn đạp rồi thua tới thà nụ mình men chia rồi bỏ dương nụ men luôn dương tới việc tọ slot thà bỏ anh đi nè hơi bỏ anh sạp xôn hơi chẳng chẳng về miền chẳng để bàn thà ní cứ chỉ thua để miền cùng rất ní bản nhà chầm ra lang tờ vừa đăng tì vậy để trời lẻ bằng nâng cứ về miền nơi miền luôn dương hay lẻ bằng ở luôn dương nâng anh để hem là ham thế cứ về ọt miền luôn dương nơi cái nông rú về từ nia sinh nhà sang khá vì nhiệt nâng về miền tại pan về khám đây mình cua đào ca và cắn huồng hai nâng anh hay mê rê thì rê mơ nè thà pre ni pen để trời lìa bằng vậy nâng ọt miền pre nèng à lạ vì ca thì cần này nâng tha miền rồi đó nâng ảnh miền áp hệ nisaranang lô kếปัญญาเยเมโสพอสตังประมาตปันทุปาเปเมะเนะทวังเจียเนเสตังปะแตงการลอเจ้านั่นไงคือประเด็นเป็นนั่งเมียนยังบานปอลเตอได้ปัญญาบ่ยังมันเนี่ยเมียนจัดบาปเมียนเผาพวงจีเนี่ยประมาทเนี่ยไอ้มันดังเนื้อสั้นแต่บอดคือประเด็นเป็นนั่งเตให้มาปบัวยังไอ้เตยอริเรยเตยขนมกาไม่นะสัตเตโซโลปมากามาขันเทียสังอธิกตนาอย่างทวังกามารตังปรูเสอรเตไมฮัสาโหเตนั่งไงเด็กคือกามต่างหลายโดยเชี่ยลมเป่งโดยเชี่ยได้ช่วยนั่งไงเด็กเมียนกาหมดจะดาวเตยจังไงเด็กเมียนกามจะให้เมียนกามจะไปใจจะได้ตกเศร้ากับบอสัตว์โลกนั่งไอ้ขนมกามบพบนั่งยังเมื่อเจ้าก็น่ะบายอยู่ภูมิไอ้นั่งซอดแต่จิรัตพอในกาสายสาวกามบกุลนั่งเปิดเพลเจ้าตึกขนมปัญญเวรีนั่งการมารัวแต่สดักลุนไอ้มันบานซอ
នឹងឯងមកជីវិតទៅនឹងទោះជាមានទ្រព្យសម្បត្តិអីយ៉ាងណាប៉ុន្តែថាកំសត់ត្រង់ដែលអត់មានសិលនឹងឯងឲ្យថាមានការតាំងចិត្តមិនប្រព្រឹត្តអាក្រក់មួយណាក្នុងបញ្ញវេរាទៅនឹងវាមិនបានទៀតណាវាមួយហើយមួយទៀតរាប់ទៅគ្រប់ទៅទាំង5ហ្នឹងតែម្ដងទៅហ្នឹងឯងព្រោះវាមិនបានគិតថាឲ្យមានសិលអីហ្នឹងហ្នឹងឯងចឹងដូចជាបាសក់នោះមិនក៏បានថាខំប្រឹងបាណារិបាតាវេរមណីមួយហើយខំយកមកអួតទៀតណាខំប្រឹងខ្ញុំរំបានមួយហ្នឹងហ្នឹងឯងហើយប្រមូលទៅបានមួយម្នាក់គ្រប់5នាក់ហ្នឹងឯងបានទៅគាល់ព្រះរាមាប្រភិទូលសួរព្រះអង្គពីមួយណាក្រន់ជាងគេហ្នឹងព្រះអង្គទ្រង់ប្រកាសសម្ដែងពីការប្រព្រឹត្តទៅនៅបញ្ញវេរានឹងឯងគឺជាការកោះរំលើងនៅឫសគល់របស់ខ្លួនហ្នឹងមូលំខណតិអត្តណោហ្នឹងនៅក្នុងមគ្គលវៈចឹងក៏ណាហ្នឹងហើយព្រះអង្គសម្ដែងឲ្យឧបាសកទាំង5នាក់ហ្នឹងសម្រាប់សោតាបត្តផលចឹងទៅក៏មានសិល5នឹងឯងជានីមិនដាច់មិនធ្លុះមិនប្រព្រោះមិនប្រពេលចឹងទៅបានថាយើងគួរឲ្យអណោយធម្មគួរឲ្យកំសត់ចំពោះកិលេសយើងនឹកថាក្នុងពិភពលោកហ្នឹងទទួលទោសតន់គ្រោះថ្នាក់បាត់បង់ជីវិតអីសពគ្រប់ដោយប្រទេសមានសង្គ្រាមមានអីចឹងក៏អណោយធម្មហើយ20-30ឆ្នាំមកមានតែសេចក្តីវិន័យអន្តរាយទៅព្រាត់ប្រាសក្រុមគ្រួសារព្រាត់ប្រាសភូមិស្រុកផ្ទះសម្បែងហេមហាមបងប្អូន4-10-20នាក់បង្កើតជីដូនមួយអីស្លាប់អស់នៅសល់តែខ្លួនឯងម្នាក់អីចឹងទៅក៏មានដែរនិរទេសភៀសខ្លួនទៅស្លាប់ក្នុងសមុទ្រក្នុងអីចឹងទៅទៀតក្នុងពិភពលោកណាហ្នឹងឯងហើយដោយឡែកពីនឹងមនុស្សយើងដែលនៅរស់ហ្នឹងកំសត់ត្រង់ដែលថាចង់បានសេចក្តីសុខប៉ុន្តែវារវល់រហូតដល់ទៅថារសិលដាក់ខ្លួនមិនមានចឹងទៅរមាសប្រាក់លុយកាក់ទ្រព្យសម្បត្តិអីបានចឹងហ្នឹងឯងប៉ុន្តែថាលំបាកនឹងឲ្យរួចផុតពីបញ្ញវេរានេះហ្នឹងឯងអញ្ចឹងបានយើងចេះតែខំថែរក្សាពុទ្ធសាសនាមានបត្រៃបីដកហើយកណាគុណចាស់ក៏បានប្រព្រឹត្តជាប្រសង់ល្អជាអង្គគំរូអញ្ចឹងទៅដើម្បីផ្សព្វផ្សាយនៅគុណានុភាពនឹងអញ្ចឹងទៅនឹងឯងបងប្អូនកូនចៅក៏អាចថាផ្ដើមមានសេចក្តីជ្រះថ្លាចំពោះអង្គណាក៏បានដែរនឹងឯងយើងអត់មែនថាំងឲ្យមកជ្រះថ្លានឹងអាត្មាមកបានប្រាក់កសាងវត្តកុដិសាលាអីអត់ទេជ្រះថ្លានឹងអង្គណាក៏បានដែរឲ្យតែសេចក្តីជ្រះថ្លានឹងនាំឲ្យអ្នកទាំងនោះជាអ្នកមានហិរិអោតបៈកើតឡើងហើយមានសិលបានសមាទានទៅថាមួយថ្ងៃក៏បានដែរមុននឹងចាកលោកនឹងទៅអញ្ចឹងទៅណានឹងឯងចឹងយើងក៏មិនអាចបង្ខិតបង្ខំបានតែព្រោះមានតែសទ្ធានិងបញ្ញាទេដែលនឹងអាចចូលមកក្នុងព្រះសាសនានឹងកាន់តែមមតំទៅតែនឹងឯងហើយបងប្អូនកូនចៅខ្លះហ្នឹងដូចថាស្ដីបន្ទោសមកទៀតថាពុទ្ធបរិស័ទយើងនឹងដូចថាងប់ជ្រុបនឹងសាសនាពេកអីចឹងទៅសាសនាគ្រប់មុខអីចឹងទៅណាហ្នឹងគឺគ្រាន់តែលើកឡើងបន្តិចដើម្បីចង់បញ្ជាក់ថាការដែលមិនបានមកទទួលយករសជាតិនៃអវាទធัวចឹងដែលជាព្រះពុទ្ធដីកាហ្នឹងគឺមានការប្រព្រឹត្តទៅជាធម្មតាអញ្ចឹងនឹងឯងក្រៃលែងលើសនឹងទៅទៀតក៏តែមានរឿងក្នុងលោកហ្នឹងជារឿងធម្មតារមែងតែងតែមានយ៉ាងហ្នឹងអញ្ចឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងអប់រំចម្រើនមេត្តាចិត្ត
ก็น่ะเพវនីចឹងទៅហើយក្នុងបំណងដើម្បីជួយបងប្អូនកូនចៅអ្នកដទៃកុំឲ្យយើងដូចថាគេស្ដីគេថាគេបន្ទោសមកយើងប្រកាន់ខ្លួនឆ្លោះប្រកែកតទៅវិញវាអត់មានចំណុចដែលសម្រាប់ឲ្យគេជ្រះថ្លាទេនឹងឯងវាដូចគេថាត្រូវចឹងនឹងឯងគេថាពុទ្ធបរិស័ទយើងនឹងឯងដូចថាមានការខ្វះខាតជានេះជានោះអីចឹងទៅវាត្រូវតាមដោយគាត់ថាម្ល៉េះវាអត់មានចំណុចដែលឲ្យគាត់ជ្រះថ្លាទេនឹងឯងដូចយើងមិនទៅប្រៀបអីនឹងព្រះពុទ្ធអង្គទេវាគ្រាន់ថាលើកជាឧទាហរណ៍ថាទៅបន្ទុះនឹងព្រះពុទ្ធទៅជេរទៅអីណាណីកូនចៅនឹងឯងមានខ្លាចបាបអីណាបើអត់ស្គាល់ព្រះពុទ្ធផងហ្នឹងឯងប៉ុន្តែមើលសភាពដែលព្រះពុទ្ធអង្គទ្រង់មិនក្រោតតបនឹងធ្វើឲ្យអ្នកទាំងអស់ហ្នឹងបាននៅសេចក្តីជ្រះថ្លានឹងព្រះអង្គវាមិនដែលបានជួបនឹងមនុស្សអញ្ចឹងមនុស្សដែលធ្លាប់តែអញ្ជេរប៉ុណ្ណឹងទៅប្រែប្រួលទឹកមុខអីនឹងអាកប្បកិរិយាពាក្យសម្ដីអីនឹងឯងមានការលើកឡើងមកគេដឹងភ្លាមណាដឹងថាខឹងដឹងថាក្រោតដឹងថាតបតអីហ្នឹងតែចំពោះព្រះពុទ្ធអង្គនឹងតិចលហិមអញ្ចឹងទៅហើយមានព្រះពុទ្ធដីកាបំភ្លឺទៅតាមដែលព្រះអង្គមានបញ្ញាទៅទៀតដាក់ទៅចំអធិស្ឋ័យនោះគឺថាវាយបង្គំកម្មាទោសសូមបួសសម្រាប់ព្រះរហ័តចឹងទៅហ្នឹងដូចព្រាមអីដែលគាត់មិនជឿថាគ្មានណាមិនចេះខឹងទៅសាកព្រះសិរីបុត្រមើលទីបំផុតជ្រះថ្លានឹងព្រះសិរីបុត្រជ្រះថ្លានឹងព្រះសង្ឃជ្រះថ្លានឹងព្រះអរហន្តដោយសារតែគុណព្រះសិរីបុត្រនឹងឯងអាហ្នឹងវាស្រូបឌូទាញយកអ្នកដតីហ្នឹងអញ្ចឹងក្នុងការដែលយើងសំណោះកូនចៅអីសពគ្រប់ទាំងអស់ហ្នឹងមានតែការដែលយើងខំឲ្យបានជាពុទ្ធបរិស័ទល្អទៅដើម្បីបានជាអង្គគំរូហ្នឹងក៏ជាបុណ្យមួយធំណាបុណ្យជួយពុទ្ធសាសនាទៀតធ្វើឲ្យពុទ្ធសាសនាហ្នឹងជាទីតាំងនៃសេចក្តីជ្រះថ្លានៃបងប្អូនកូនចៅនឹងឯងចឹងគឺដោយការប្រព្រឹត្តអប់រំនៃពុទ្ធបរិស័ទយើងនឹងឃើញថាបានសេចក្តីសុខមែននឹងឯងឃើញថាគាត់លះបង់ទៅបានមែនគាត់បានល្អមែនគាត់មិនមានការខ្វាយខ្វល់មិនមានសេចក្តីទុក្ខសោកអីទេចឹងទៅដោយសារគុណព្រះពុទ្ធធម៌ព្រះសង្ឃចឹងទៅដល់អញ្ចឹងគឺធ្វើឲ្យគាត់ជ្រះថ្លាណែអ្នកដែលធ្វើឲ្យគេជ្រះថ្លានឹងពុទ្ធសាសនានឹងបានបុណ្យធំណាទៀតបុណ្យក្នុងចិត្តសន្តានខ្លួនឯងហ្នឹងណាដែលកិច្ចការងារហ្នឹងជាការជួយលើកតម្កើងព្រះសាសនានឹងឯងទាំងប្រសង់អីហ្នឹងក៏អញ្ចឹងគឺពិសេសណាស់ក្នុងការសង្គ្រោះបរិស័ទហ្នឹងតាមដែលការដែលយើងក៏ខំប្រឹងជួយខ្លួនឯងនឹងឯងចឹងមែនតែនទៅយើងជួយខ្លួនឯងនឹងមិនតាន់ធានាថាឲ្យរួចផុតពីទុក្ខទោសនៃវដ្តសង្សារផងអញ្ចឹងអាហ្នឹងគ្រាន់តែថាការដែលយើងប្រឹងប្រែងជួយខ្លួនឯងហ្នឹងក៏ប្រព្រឹត្តទៅជាការជួយអ្នកដទៃអញ្ចឹងទៅផងដែរនឹងឯងដូចជាគុណរបស់ព្រះភិក្ខុនីអីទាំងអស់ហ្នឹងដែលយើងសិក្សាមកឃើញគឺថាលោកបានជួយខ្លួនឯងរួចហើយបានឈ្នះនៅមេរាធិរាជនឹងព្រមទាំងអនុគ្រោះដល់ពុទ្ធបរិស័ទទាំងអស់ជួយអ្នកដទៃអីទៅមើលដូចជារឿងរ៉ាវនាងឥសិទាសីអីចឹងណាបានព្រះនាងជីនតតាមកចឹងទៅជ្រះថ្លានឹងគុណព្រះនាងជីនតតាចឹងទៅរហូតដល់ទៅនឹករលឹកថាអាត្មាអញបួសបានចឹងទៅហើយក៏សម្រេចព្រះរហ័តចឹងទៅនឹងឯងចឹងគឺនៅក្នុងសេចក្តីដែលខ្ញុំបណ្ដារៀបរាប់មកនេះក៏ជាធម្មកថានៅក្នុងសេចក្តីត្រង់ដែលថាការដែលយើងបានចូលមកក្នុងព្រះសាសនាដើម្បីបានឈ្នះនៅសេចក្តីទុក្ខទាំងពួងហ្នឹងតើតែបានស្គាល់ទុក្ខ
ដោយបញ្ញាដល់ប្រពៃយើងមិនបានដឹងទុកទេថាទុកខេអញ្ញាណังចឹងគឺយើងមិនដឹងថាទីបំផុតទុកហ្នឹងយ៉ាងម៉េចទេព្រោះយើងគ្រាន់តែយល់ដឹងថាកើតមកហ្នឹងវាមានសេចក្តីទុកលំបាកអញ្ចឹងប៉ុន្តែវានៅក្នុងខ្លួនយើងដើរតួជាទុកអញ្ចឹងវាធ្លាក់ចូលទៅក្នុងការស្វែងរកសុខដោយតណ្ហាទៅហើយចំណាយពេលវេលាមួយជីវិតដើម្បីដោះស្រាយទៅសេចក្តីទុកក្នុងជាតិនឹងតែប៉ុណ្ណឹងមើលហើយព្រះពុទ្ធអង្គទ្រង់សម្ដែងថាទោះជាមួយថ្ងៃក៏ដោយឲ្យតែមានបញ្ញាបានដឹងអមតៈបានដឹងសន្តិបត្តិហ្នឹងវាប្រសើរជាង100ឆ្នាំដែលអត់មានបញ្ញាបានដឹងនៅសន្តិបត្តិហ្នឹងអញ្ចឹងហើយនឹងថាមួយថ្ងៃវាសំខាន់ក្នុងការដឹងសន្តិបត្តិហើយយើងរត់តែមួយថ្ងៃហ្នឹងក៏មិនបានយើងត្រូវប្រើប្រាស់50-60ឆ្នាំអញ្ចឹងទៅដើម្បីគ្រាន់តែដោះស្រាយសេចក្តីទុក្ខដែលមាននៅក្នុងកំណើតជាមនុស្សនេះវាទាក់ទងទៅនឹងសេចក្តីទុក្ខដែលសាងក្នុងចិត្តខ្លួនឯងទុក្ខខ្មាស់គេទុក្ខនឹងអត់លៀបអត់យោទុក្ខនឹងរឿងដែលវាកើតពីកិលេសសាងឡើងនឹងឯងទៅដោយអំពើខុសកំឆ្គងអីផ្សេងទៅម្ល៉េះហើយរវល់ដែលដោះស្រាយនឹងអំពើកម្មដែលខ្លួនឯងបានសាងហ្នឹងវាត្រូវអស់មួយជីវិតហ្នឹងរួចទៅគឺសេចក្តីទុក្ខអនេកអានន្ទនោះឯងទាំងដែលនឹងត្រូវធ្លាក់ទទួលរងក្នុងវដ្តសង្សារហ្នឹងដែលអត់មានអ្នកណាណែនាំអីដើម្បីឲ្យដាក់ចុះនៅសេចក្តីទុក្ខនឹងទៅបានទេអានេះឯងដែលយើងត្រូវឃើញទុក្ខក្នុងវត្តដាក់ក៏ណាអញ្ចឹងពាក្យថាភិក្ខុជាអ្នកឃើញភ័យក្នុងវត្តដាក់នេះគឺជាពាក្យដែលព្រះពុទ្ធអង្គប្រកាសសម្ដែងតាំងពីមុនមានភិក្ខុក្នុងវិន័យនឹងម្លេះនឹងឯងតែហើយក៏ជាគុណតម្លៃនៅក្នុងពាក្យថាភិក្ខុជាអ្នកឃើញភ័យក្នុងវត្តដាក់ហ្នឹងពីព្រោះវាត្រូវតាក់ទងទៅនឹងបញ្ញាបារមីឬក៏បញ្ញាញាណនៃបុគ្គលនោះដែលតាក់ទងនឹងកម្មសកតាបញ្ញាបានមកឃើញវត្តសង្សារប្រព្រឹត្តទៅដោយអំណាចកម្មហ្នឹងហើយឃើញភ័យក្នុងវត្តដាក់ហ្នឹងទៅទៀតរហូតដល់ទៅវិបស្សនាញាណដែលបានទទួលឱវាទពីព្រះពុទ្ធអង្គមកទៅអាចដឹងអំពីឧបាយក្នុងការលះបង់នៅសេចក្តីទុក្ខក្នុងវត្តដាក់ហ្នឹងដោយការលះបង់នៅហេតុនៃសេចក្តីទុក្ខហ្នឹងបានទៅជាព្រះអរិយបុគ្គលទៅបានអញ្ចឹងប៉ុណ្ណឹងដែលខ្ញុំđãរៀបរាប់ទីក្តីហើយនឹងមានការសន្ទនាពធទៅដោយគុណចាស់អីហើយណែលោកបាសកសំអឿនមានបំណងសាកសួរអីណាបងឡាំធានអីហ្នឹងក៏អញ្ជើញសន្ទនាគ្នាទៅមិនចំពោះតែខ្ញុំកណាខ្ញុំបាទអីអ្នកឆ្លើយទេគឺថាគុណចាស់អង្គមានសេចក្តីជ្រះថ្លាដើម្បីបានបំពេញនៅសម្បទាផ្សេងដោយបញ្ញាសម្បទាជាដើមហ្នឹងក៏មុនចុះហ្នឹងឯងពុទ្ធបរិស័ទលោកគ្រូធម្មាចារ្យយើងអីហ្នឹងជើញមកឥឡូវទៅតែបាន35នាទីប៉ុន្តែយើងម៉ោង8ហើយបានចាប់ផ្ដើមឥឡូវប្រហែលជាម៉ោង7-9អីហើយដឹងណាទៅតែជាង8អីទេអញ្ចឹងនៅជាង1ម៉ោងទៀតក៏ណាដោយក្តីជ្រះថ្លាទៀតណាសាធុសូមទូលសេចក្តីគោរពកោតក្រែងចំពោះលោកគ្រូជាទីគោរពសក្ការៈនិងព្រះគុណម្ចាស់គ្រប់ព្រះអង្គដែលបានឮសំឡេងព្រះធម៌ក្នុងឱកាសយប់នេះដែលលោកគ្រូមានឱកាសបានប្រទានឱវាទជាធម៌អា
ផាត់តេករតោតេគឺជារាត្រីមួយដ៏ចម្រើនដែលរាត្រីដ៏ចម្រើនគឺរាត្រីពោពេញទៅដោយព្រះធម៌ជារាត្រីដែលមិនមេបានលងលក់ទៅក្នុងការអត់សតិគឺមានសតិកើតឡើងក្នុងពេលមុនសម្រានលក់នឹងក៏មិនបានលងលក់ទាំងនៅរលឹកនឹងទេគឺការមានសតិនឹងឯងតែដោយបានស្ដាប់លោកគ្រូគឺថាប្រគុណម្ចាស់ជាទីគោរពសក្ការៈមានពេលឱកាសដើម្បីនឹងរើខ្លួនจากអំពីអន្លង់ទុកនេះដ៏ច្រើនព្រោះព្រះអង្គបាននៅភោជនដោយឆ្នាំងឆ្អិនឯងតែចំណែកខរិវាដែលកំពុងតែត្រាច់រង្គត់ក្នុងសង្សារវដ្តនេះគឺពេលឱកាសតិចណាស់ក្នុងការប្រព្រឹត្តប្រតិបត្តិនៅព្រះធម៌ដើម្បីរួចផុតจากទុក្ខហ្នឹងចឹងទេចង់សូមឲ្យលោកគ្រូជួយបង្បែរមកខាងករាវាសដែលខ្វះពេលខ្វះឱកាសដើម្បីនឹងរើខ្លួនจากភពដែលញាតិញោមមកស្ដាប់ធម៌ក្តីប្រគុណម្ចាស់ខំប្រព្រឹត្តធម៌ក្តីញាតិញោមខំខ្វល់ខ្វាយរកទទួលគ្រាទានក្តីដើម្បីដោះស្រាយទុក្ខទាំងអស់គឺសិតតែដោះស្រាយទុក្ខហើយទុក្ខនឹងអត់មានអ្នកណាចង់បានទេសួរមើលថាចង់បានទុក្ខទេកូនក្មេងក៏ឆ្លើយថាអត់ដែរចឹងទេទុក្ខនឹងចេះតែមានកើតឡើងបានដោយសារថាការដែលខំប្រឹងប្រែងស្វែងរកសុខមកជំនួសទុក្ខនឹងដែរតែស្វែងរកទៅក៏មិនបានឃើញសេចក្តីសុខដែលមកជំនួសទុក្ខនឹងបានក៏នៅតែលិចលង់ក្នុងសេចក្តីទុក្ខនេះដដែលចឹងសូមលោកគ្រូជួយខាងករាវាសតើនឹងមានពេលឱកាសយ៉ាងណាធ្វើយ៉ាងណាដើម្បីឲ្យបាននៅមានសតិស្មារតីគ្រប់កាលក្នុងការធ្វើការងារឥឡូវយើងធ្វើការងារដាំដុះស្រែចម្ការក៏ពិតមែនតែក៏សតិប្បដ្ឋានគឺមិនមែនរើសទីកន្លែងមិនរើសពេលវេលាអាចនឹងគួរនឹងប្រព្រឹត្តទៅបានក្នុងការងារអ្វីធ្វើសេចក្តីដឹងខ្លួនក្នុងការងារនោះដោយមានសតិរលឹកឃើញថាត្រឹមតែជាកាយវិញ្ញាតវិជ័យវិញ្ញាតដែលប្រព្រឹត្តទៅជាធម្មតារបស់សង្ខារធម៌នេះសូមលោកគ្រូជួយបង្វែរមកខាងករាសវាម្ដងគឺព្រះសង្ឃព្រះអង្គបានបវាទរបស់ពីលោកគ្រូច្រើននៅខាងករាវាដែលយើងខ្ញុំដែលកំពុងត្រាច់រង្គត់ក្នុងសង្សារវដ្តសូមលោកគ្រូប្រទានអវាទថែមបន្តិចលោកគ្រូគណាក៏សំរុំហើយហ្នឹងហើយពីព្រោះយើងមិនមានថាទៅតោះអីជាមួយនឹងបាបចិត្តទេដែលមិនបួសតែថាវាជាប់ចំណងនឹងឯងម្ល៉េះហើយមានតែទំនុកបំរុងបច្ច័យ4តាមលទ្ធភាពទៅតាមក្តីជ្រះថ្លាដែលគុណចាស់បានបួសហើយក៏ត្រេកអរនៅក្នុងគុណនៃប្រភ្នោះហ្នឹងហើយដល់ខ្លួនឯងដែលនៅជារាវៈហ្នឹងក៏គ្មានលេសអីអាងថានៅជារាវៈអីអញ្ចឹងដោយសារជាប់យ៉ាងនេះជាប់យ៉ាងនោះហើយនឹងឋានៈណាមកជួយស្រាយជួយដោះអីទៅជំនួសខ្លួនឯងទៅនោះទេ
ចឹងគឺស្ថិតនៅក្នុងស្មារតីប្រឹងប្រែងនឹងឯងគណាពីព្រោះយ៉ាងយើងត្រូវដឹងថាសមត្ថភាពមនុស្សយើងមិនមែនសម្រាប់តែទិដ្ឋៈធម្មិកដ្ឋៈប្រយោជន៍បច្ចុប្បន្នហ្នឹងដែលយើងត្រូវលះបង់ពេលវេលាមួយជីវិតហ្នឹងគ្រាន់តែដើម្បីចិញ្ចឹមជីវិតចិញ្ចឹមអ្នកដទៃហើយយើងក៏ចាកលោកហ្នឹងទៅនោះទេសមត្ថភាពរបស់នោះយើងវាតេតួងនឹងកុសលវិបាកបដិសន្ធិហើយយើងមើលឧទាហរណ៍នៅក្នុងសាសនាហ្នឹងដែលមានអរិយសាវកអរិយសាវិកាជាព្រះសោតាបានបសក្តិគាមីព្រះអនាគាមីអីក៏មានអញ្ចឹងនឹងឯងដូច្នេះការដែលយើងបានស្ដាប់បានឮយើងអត់បានស្ដាប់អត់បានឮអាហ្នឹងអត់មានអីនិយាយគ្នាទេនឹងឯងវាមានតែថាពុទ្ធបរិស័ទយើងនឹងឯងខំប្រឹងប្រែងលះបង់បាបលះបង់នៅវ័យដែលជាចំណងនឹងឯងដែលវានាំឲ្យយើងផ្លាត់ផ្លាតប្រព្រឹត្តខូចខាតក្នុងចរិយាមេរយាទក្នុងសភាពដែលថាជាពុទ្ធបរិស័ទល្អហ្នឹងវាត្រូវបាត់បង់ទៅដែលនាំឲ្យកូនចៅនឹងឯងមិនមានសទ្ធានឹងមិនមានសទ្ធាចម្រើនឡើងមានតែខំថែរក្សាចឹងឯងកូនចៅគ្នាមិនតាន់មានសទ្ធាប៉ុន្តែយូរទៅវាជួបរឿងរ៉ាវសោកសៅជួបសេចក្តីទុក្ខអីក្នុងវត្តដាក់ដែលជាលទ្ធផលនៃការត្រេកអរនៅក្នុងវត្តដាក់ហ្នឹងដល់ចឹងទៅព្រះធម៌ហ្នឹងអាចជួយឲ្យធូរស្រាលនៅសេចក្តីទុក្ខសោកអីបានទៅបានចាប់ផ្ដើមមានសទ្ធាមកក្នុងបរតនត្រ័យទៅហ្នឹងឯងមានការសែបគប់ជាមួយនឹងពុទ្ធបរិស័ទយើងដែលល្អហ្នឹងណែនាំបានមកហ្នឹងក្នុងការដែលអាចជួយតទៅហើយនឹងការថែរក្សាបត្រៃបីដកព្រះហត្ថកថាអីហ្នឹងខំធ្វើទៅឲ្យបានតម្កល់ទុកតទៅដល់កូនដល់ចៅជាមរតកហ្នឹងទៅបានតាំងនៅរហូត5000ព្រះវស្សាហ្នឹងគឺមានពុទ្ធបរិស័ទជារឿយហោហែហ្នឹងចេះតែចូលបន្តមកតាមក្រោយហ្នឹងបងប្អូនកូនចៅជើញមកអីមានកូនមានចៅអីមកហ្នឹងគឺឧបនិស្ស័យល្អហើយសម្រាប់កូនចៅហ្នឹងចឹងដល់ទៅពេលធំទៅដឹងក្តីទៅមានទៅណានៅក្នុងពុទ្ធធម៌ប្រសង្ឃនឹងឯងចឹងឧបនិស្ស័យទទួលបន្តពីម៉ែពីឪមកហើយបានមកឃើញចឹងអីចឹងហ្នឹងគឺគ្នាមិនតាន់ទទួលយកអីបានច្រើនមែនប៉ុន្តែឧបនិស្ស័យដែលបានឃើញឪពុកម្ដាយប្រព្រឹត្តអញ្ចឹងចិត្តហ្នឹងវាទន់តាមម៉ែតាមឪអញ្ចឹងទៅណាលើកលែងទៅថាមានការសែបគប់ធំដុំទៅជាមួយនឹងអ្នកដែលដឹកនាំទៅក្នុងលទ្ធិសាសនាដទៃអីចឹងទៅបានហើយសម្រាប់ពុទ្ធជនមានអីគឺវាជារឿងដែលត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះមិនតាន់បានច្បាស់លាស់ក្នុងគុណពុទ្ធគុណពធគុណប្រសង្ឃគណាអញ្ចឹងគឺនៅក្នុងចំណុចដែលបងប្អូនកូនចៅអ្នកស្ដាប់ជាក់ស្ដែងគឺត្រូវយល់ដឹងពីសមត្ថភាពរបស់យើងកុំឲ្យគ្រាន់តែដោះស្រាយសេចក្តីទុក្ខក្នុងបច្ចុប្បន្ននឹងមិនទាំងបានផងហើយក៏ស្លាប់ទៅនោះនឹងឯងគឺយើងត្រូវស្វែងរកសេចក្តីសុខតាមផ្លូវចិត្តនឹងឯងជីយកនៅកំណត់នៃសេចក្តីសុខក្នុងចិត្តសន្តានតាមរយៈនៃសេចក្តីល្អហើយយើងពិសោធន៍មើលថារាល់ពេលដែលយើងធ្វើល្អហ្នឹងសប្បាយចិត្តហើយនឹករលឹកឃើញសេចក្តីល្អនឹងហើយសប្បាយចិត្តទៀតដូច្នេះវាជំនួសអាការដែលយើងអាឡោះអាល័យទៅក្នុងរឿងកាមគុណក្នុងរឿងព្រាត់ប្រាសនិរះចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ពេញចិត្តអីចឹងទៅនឹកទៅសោកសៅទៅដុកដួលទៅមិនសប្បាយទៅហ្នឹងជំនួសអារឿងសេចក្តីទុក្ខលំបាកទាំងអស់ហ្នឹងជាមួយនឹងអារម្មណ៍អតីតហ្នឹងយើងមកនឹករលឹកឃើញអំពើល្អដែលបានធ្វើទៅសប្បាយចិត្តប៉ុន្តែតលតែអំពើល្អដែលខ្លួនឯងបានធ្វើនឹងឯងឲ្យមានពិសោធន៍
ក្នុងអំពើល្អឯណាដែលបានធ្វើឲ្យហ្នឹងក៏នឹករលឹកមើលទៅមានសេចក្តីសប្បាយក្នុងចិត្តទៅយើងសំទៅអប់រំនៅសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងទៅនេះឯងដែលយើងទទួលអានិសង្សលទ្ធផលនៃអំពើល្អហ្នឹងធ្វើឲ្យយើងទៅជាមានការជឿជាក់នៅលើបុណ្យកុសលហ្នឹងនាំមកនៅសេចក្តីសុខក្នុងបច្ចុប្បន្នហ្នឹងហើយចិត្តហ្នឹងក៏ភ្លឺស្វាងទៅប្រសើរទៅរីករាយក្នុងអំពើល្អផ្សេងផ្សេងក៏បានទៅជាអ្នកមានសិលទៅសមាទានសិលទៅហើយមិនត្រឹមតែសិលទេដឹងថាសេចក្តីទុក្ខវាអាស្រ័យនឹងចិត្តនឹងឯងរឿងរ៉ាវក្នុងជីវិតសពគ្រប់ទាំងអស់ក៏នៅលើចិត្តចឹងក៏ចូលមកដល់ការអប់រំចិត្តនឹងទៅទៀតចឹងទៅគឺឃើញសេចក្តីសុខស្ងប់ក្នុងបច្ចុប្បន្នប្រព្រឹត្តទៅដោយនេកមៈសុខដោយឧបសមៈសុខអីនេះវាលើសពីឋានទេវតាឋានព្រំនឹងទៅទៀតដែលពីដើមហ្នឹងចិត្តតែគិតឃើញថាចូលមកក្នុងសាសនាហ្នឹងទៅរកឋានសួគ៌ទៅរកឋានព្រំអីតែទីបំផុតលទ្ធផលដែលត្រូវអប់រំចិត្តឲ្យស្ងប់រងាប់នៅកិលេសដែលជាគ្រឿងក្តៅហ្នឹងវាសុខស្ងប់ពិសេសជាងឋានទេវតាឋានព្រំនឹងទៅទៀតរហូតដល់ទៅមានចិត្តបង្អោនទៅរកការអស់បញ្ចខណ្ឌនឹងទៅបានគឺព្រះនិព្វានអញ្ចឹងសេចក្តីសុខនឹងដែលពុទ្ធបរិស័ទយើងមិនធ្លាប់បានឃើញហើយក៏បានឃើញបានដឹងបានយល់បន្តិចម្ដងទាំងដែលសេចក្តីសុខដែលជានិរោធសច្ចៈនោះនឹងឯងដែលល្អិតល្អន់ក្រៃលែងទៅអេតាំងសន្តាំងអេតាំងបណៃតាំងហ្នឹងក៏ជាបរមត្តសុខបរមត្តសច្ចគឺជាសច្ចធម៌ដោយបរមត្តជាសុខដោយបរមត្តបរមង្គសុខខੰគឺមានពិតប្រកបហើយត្រូវឃើញច្បាស់ដោយបញ្ញាត្រូវជាក់ច្បាស់ទៀតថាអដ្ឋិនិសរណੰលោកេបញ្ញាយៈមេសុផោសិតាំងហ្នឹងសិតតែពលត្រូវដោយបញ្ញាខ្លួនឯងទៀតផងអញ្ចឹងសូមឲ្យពុទ្ធបរិស័ទដែលបងឡាំធានលើកយកមកជាបញ្ហាហ្នឹងឲ្យបានជ្រាបថាសេចក្តីសុខនៅមានធំទលំទលេងណាដែលយើងអាចលះបង់សេចក្តីសុខល្មមប្រមាណនឹងឯងដើម្បីសម្រេចនៅសេចក្តីសុខដ៏ធំទលេងហ្នឹងអញ្ចឹងដោយសង្ខេបប៉ុណ្ណឹងចឹងណាហ្នឹងឯងហើយសូមអនុមោទនាថ្ងៃនេះគឺជាថ្ងៃមួយដ៏មានភ័ព្វវាសនាដែលខ្ញុំកណាបានឱកាសពីលោកឪពុកឲ្យសួរបញ្ហាធម៌បាទខ្ញុំឲ្យលោកឪពុកអញ្ចឹងញាតិញោមទាំងអស់គិតថាយ៉ាងម៉េចទៅណាដូចមិនសមជាកូនទេព្រោះនៅមានកិលេសច្រើនប៉ុន្តែហៅនេះទៅតាមនៃសិភៅដែលគាត់សរសេរកូនមាសឪពុកគឺខ្ញុំជ្រះថ្លាខ្ញុំតែងលើកទូលពាក្យនឹងនៅលើក្បាលរបស់ខ្ញុំថាខ្ញុំកំព្រាឪពុកបានគាត់ទូលមានបាទថ្ងៃនេះរីករាយសូមនមស្ការក្រាបថ្វាយបង្គំព្រះពុទ្ធជាម្ចាស់ព្រះធម៌ព្រះសង្ឃព្រះគុណម្ចាស់លោកគ្រូជាម្ចាស់ដោយលោកគ្រូធម្មចារ្យគ្រប់រូបដែលបានអញ្ជើញនៅក្នុងទីនេះអនុគ្រោះឲ្យខ្ញុំកណាសួរបញ្ហាខ្លះព្រោះដូចជាមានការភ័យផងហ្នឹងចង់សួរអញ្ចេះទេថាបញ្ហាមានច្រើនតែទុកពេលក្រោយទៀតឥឡូវថ្ងៃនេះសួរបញ្ហាមួយមានថ្ងៃមួយខ្ញុំបានស្ដាប់ពធនៅចំបក់មាសកាលនោះលោកគ្រូជាម្ចាស់លោកឪពុកជាម្ចាស់ហ្នឹងក៏បានពោលថាលោកយាយខាងក្រោយមាត់អីលឺម៉េះហើយលឺដល់លោកគ្រូសំដែងពធខណៈនេះទុកឱកាសឲ្យគាត់ស្ដាប់ពធដល់គាត់សំដែងទៅខ្ញុំអង្គុយក្រោមដើមពោធិព្រឹក្សនឹងចេះតែតាមស្ដាប់ទៅស្ដាប់តែគាត់ពោលថាខណៈនេះមានអ្នកណាមួយដែលគេមិនបដិបត្តិធម៌គេកំពុងតែបដិបត្តិធម៌ហើយតើរឿងសំខាន់ត្រង់ថាយើងកុំទៅចាប់យកការបដិបត្តិរបស់គេឬការមិនបដិបត្តិតែប៉ុណ្ណឹងបានហើយបាទខ្ញុំសូមសួរលោកពុកថាលោកពុកបញ្ជាក់កន្លែងថាដែលបដិបត្តិហ្នឹងតើបដិបត្តិយ៉ាងម៉េចហ្នឹងហើយមួយទៀតនៅក្នុងអភិសង្ខាតែងច្រើនហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថាឲ្យអប់រំហេតុកុំជំទាស់នឹងផលហើយបើសិតតែអភិសង្ខាអញ្ចឹងតើមានធម៌ណាដែលត្រូវ
កាត់ផ្ដាច់នៅអាពូជដែលនាំឲ្យតាក់តែងអភិសង្ខារនឹងទៀតដែលធ្វើឲ្យសត្វលោកនឹងយឺតយូរក្នុងសង្សារវដ្តតើមានធម៌ណាដែលទៅប្រព្រឹត្តទៅដើម្បីសម្លាប់ឬក៏ថារំលាយនៅពូជគឺអភិសង្ខារទាំង29ហ្នឹងសូមលោកគ្រូសូមលោកឪពុកមេត្តាអនុគ្រោះហើយឆ្លើយបញ្យល់សេចក្តីនឹងដល់ខ្ញុំកណាក៏ដូចជាគុណចាស់ហើយញាតិញោមទាំងអស់ដែលបានទៅស្ដាប់នៅក្នុងទីនេះណាគ្រាន់តែឆ្លើយខ្លីៗអីចឹងទៅហើយនៅសល់សេចក្តីអធិប្បាយក៏រតនាគុណចាស់គ្រូធម្មអាចារ្យចំពោះនៅក្នុងបញ្ហាទី1ត្រង់ដែលថាការដែលពុទ្ធបរិស័ទយើងបានទទួលយកឱវាទពីព្រះសម្មាសម្ពុទ្ធដែលព្រះអង្គទ្រង់ត្រាស់សម្ដែងឲ្យពិចារណាចំពោះការប្រព្រឹត្តរបស់ខ្លួនឯងក្នុងបកាថាច្រើនដូចដែលយើងចាំរត់មាត់ជាងគេមកអ្នកបរិសង្ឃវិលោមេនិអ្នកបរិសង្ឃកតាកតាំងអត្តនាវៈអវេខាយកតានិអកតានិចៈហ្នឹងឯងបាសិកាហ្នឹងក៏សម្រេចសោតាបត្តផលដោយបកាថាហ្នឹងគឺមិនឲ្យយើងទៅផ្សាយផ្ទាល់កើតទុកមិនសុខចិត្តអីជាមួយនឹងពាក្យសម្ដីដែលមិនល្អរបស់អ្នកដទៃទេអ្នកបរិសង្ឃវិលោមេនិហ្នឹងណាហើយកិច្ចការងារដែលអ្នកដទៃធ្វើឬក៏មិនតាន់បានធ្វើអីក៏មិនចេះតែឲ្យយើងតាមដានទៅក្នុងកិច្ចការងារអ្នកដទៃដោយថាខ្លួនឯងហ្នឹងមិនមានការងារអីខ្លួនឯងដែលនឹងត្រូវបំពេញដោយថាធ្វើរួចហើយឬដោយថាវាទំនេរអីចឹងវល់តែទៅសម្លឹងមើលអ្នកដទៃធ្វើការងារអីមិនធ្វើអីហ្នឹងកតានិអកតានិចៈហ្នឹងទាំងអស់ហ្នឹងគឺព្រះពុទ្ធអង្គទ្រង់រំលឹកក្នុងរឿងដែលបាសិកាហ្នឹងយកចិត្តទៅខ្វាយខ្វល់ជាមួយនឹងបារិកាជីវៈដែលពោលពាក្យឌៀមដាមស្ដីថាអីមកបាសិកាហ្នឹងហើយឌៀមដាមទៅក្នុងព្រះសម្មាសម្ពុទ្ធនោះទៅទៀតហ្នឹងគឺព្រះអង្គទ្រង់សម្ដែងឲ្យបានយល់ដឹងថាកិច្ចការងារដែលយើងត្រូវធ្វើគឺជាការដោះស្រាយក្នុងចិត្តសន្តានរបស់យើងហ្នឹងហើយអ្វីៗដែលវាជាបញ្ហាវានៅក្នុងចិត្តរបស់យើងដែលយើងគិតទៅតោះនឹងអ្នកដទៃឬក៏ខ្នំខ្នាញ់អីទៅយ៉ាងណាគឺតាមពិតវាជាកិលេសក្នុងចិត្តនឹងឯងចឹងយើងមិនបានសិក្សាអំពីកិលេសក្នុងចិត្តវាអាចធ្វើឲ្យយើងស្លងគំនិតគិតថាអ្នកដទៃយ៉ាងនេះអ្នកដទៃយ៉ាងនោះមិនសមចេះមិនសមចោះអីចឹងទៅយើងជឿគំនិតដែលយើងគិតតាក់តែងទៅដោយអំណាចនៃកិលេសហ្នឹងគឺជាការជឿខុសទៅតែម្ដងពីព្រោះមោហៈវាមិនអាចធ្វើកិច្ចត្រឹមត្រូវដើម្បីនឹងដឹងសេចក្តីពិតនៃអារម្មណ៍ទេវានាំមកនៅលោភៈទោសៈមោហៈទិដ្ឋិមានះអកុសលសពគ្រប់ហ្នឹងគឺមកអំពីវាវង្វេងចំពោះសេចក្តីពិតនៃអារម្មណ៍នឹងឯងអញ្ចឹងការដែលយើងត្រូវដោះស្រាយគ្រប់បញ្ហាទាំងអស់ដែលយើងគិតថាបញ្ហាវានៅលើអ្នកដទៃពោលស្ដីឬអ្នកដទៃធ្វើអីមិនធ្វើអីហ្នឹងគឺវានៅក្នុងចិត្តរបស់យើងទេនឹងឯងចា៎ក្នុងដំណើរជីវិតវដ្តសង្សារមួយអង្គម្នាក់
រៀងខ្លួនហ្នឹងវាមានកិលេសនាំឲ្យកើតកម្មនាំឲ្យមានវិបាកហ្នឹងមានរឿងអីដែលនឹងត្រូវថាយើងលំបាកវាយខ្វល់ទៅដោះស្រាយឲ្យអ្នកដទៃនោះទាំងដែលគំនិតដែលយើងគិតថាអ្នកដទៃហ្នឹងក៏វាជាកិលេសក្នុងចិត្តរបស់យើងស្រេចបាត់ទៅហើយយើងនឹងវាជឿខុសតាមគំនិតដែលប្រកបដោយទិដ្ឋិហ្នឹងដែលគិតថាអ្នកដទៃធ្វើអីនិយាយអីមិនគួរកបីដាក់យើងនឹងយើងគិតខុសតាំងពីដំបូងទៅបាត់ហើយវាចេញទៅជាការខឹងស្អប់អីបន្តសន្ធឹកសន្ធប់ទៅទៀតអញ្ចឹងក្នុងសេចក្តីនេះគឺការដែលពុទ្ធបរិស័ទយើងដឹងថាបញ្ហាទាំងអស់មកអំពីយើងឃើញហើយបានដឹងរឿងយើងឮហើយបានដឹងរឿងបញ្ហាទាំងអស់ហ្នឹងគឺមកអំពីមโนទ្វារវិថីចិត្តកើតឡើងបានវាដឹងរឿងក្នុងពិភពលោកហ្នឹងរឿងអាមេរិកកាំងបារាំងកាណាដារឿងនៅស្រុកណាប្រទេសណាអីហ្នឹងបើអត់មโนទ្វារវិថីចិត្តទេមានរឿងស្អីនឹងឯងដូច្នេះគឺវាមានតែការគិតនឹងឯងដែលកើតឡើងហ្នឹងហើយនៅក្នុងការគិតហ្នឹងយើងមិនអាចហាមឃាត់គំនិតបានប៉ុន្តែឲ្យគំនិតនឹងប្រកបដោយយោនិសោមនសិកានឹងបានញ៉ាំងភាពសុខភាពស្ងប់ភាពតិចនៅក្នុងគំនិតនឹងបានជាឧបនិស្ស័យរហូតចូលមកក្នុងបញ្ហាទី2ហ្នឹងត្រង់ដែលថាយើងមិនអាចមិនធ្វើនៅបញ្ញាពិសង្ខារនឹងបានទេដើម្បីនឹងសម្រេចនៅការអស់អភិសង្ខារនឹងឯងគ្រាន់តែថាអភិសង្ខារដែលប្រព្រឹត្តទៅនេះដែលជាអភិសង្ខារព្រោះវានៅតេតួងដោយកិលេសជាឧបនិស្សយបច្ច័យដោយអវិជ្ជាតណ្ហាបាទានហ្នឹងប៉ុន្តែអភិសង្ខារនោះប្រព្រឹត្តទៅដើម្បីអស់នៅអវិជ្ជាហ្នឹងអញ្ចឹងសូម្បីតែនៅក្នុងសិលសមាធិបញ្ញាដែលប្រព្រឹត្តទៅជាកុសលហ្នឹងក៏ជាអភិសង្ខារប៉ុន្តែអភិសង្ខារនេះឯងដែលប្រព្រឹត្តទៅទីបំផុតគឺត្រូវសម្រេចជាលោកតរៈឡើងដែលធ្វើឲ្យអភិសង្ខារហ្នឹងអស់ទៅបានក៏ដូចជាយើងនិយាយថាអរិយមគ្គទាំង4ហ្នឹងអញ្ចឹងដែលព្រះអង្គសម្ដែងថាមិនមែនជាកម្មសមិនមែនកម្មខ្មៅព្រោះកម្មសសំដៅយកលោកយៈកុសលនៅក្នុងទីនេះលោកតរៈអញ្ចឹងគឺមិនមែនកម្មសមិនមែនកម្មខ្មៅកម្មខ្មៅហ្នឹងគឺអសលកម្មមានវិបាកមិនសមិនខ្មៅមិនអត់វិបាកទេនឹងឯងកម្មមិនសមិនខ្មៅហ្នឹងក៏មានវិបាកតែវិបាកមិនសមិនខ្មៅហ្នឹងមកពីវិបាកជាលោកតរៈអញ្ចឹងវិបាកហ្នឹងឈ្មោះថាមិនសមិនខ្មៅហើយព្រះអង្គថែមទៀតថាប្រព្រឹត្តទៅដើម្បីអស់កម្មហ្នឹងគឺសោតាបត្តមៈសក្តិគិមៈអនាគិមៈអរហតមៈហ្នឹងអញ្ចឹងយើងមកពិនិត្យថាអញ្ចឹងសោតាបត្តមៈដែលកើតឡើងហ្នឹងឯងកើតមានព្រោះអីជាបច្ច័យមិនមែនថាសោតាបត្តមៈហ្នឹងយើងខំប្រឹងទៅរកនៅទីណាដែលថាមានស្រាប់គឺអត់មានទេនៅក្នុងវត្តដាក់រៀងព្រះអង្គរៀងខ្លួនមិនមែនមាននៅលើផែនដីព្រៃភ្នំទលេសមុទ្រអីណាលើអាកាសាឋានសួគ៌ឋានទេវតាណាទេគឺយើងត្រូវយល់ថាវត្តដាក់រៀងព្រះអង្គរៀងខ្លួនហ្នឹងឯងដែលមិនតាន់មានលោកតរៈគឺអត់មានតាំងនៅក្នុងទីណាទេតែដល់ទៅពេលសោតាបត្តមៈកើតឡើងព្រោះអាស្រ័យការសន្សំឧបនិស្ស័យនៃកុសលនឹងដែលញ៉ាំងសោតាបត្តមៈឲ្យកើតឡើងអញ្ចឹងសោតាបត្តមៈនឹងជាលោកតរៈសង្កតៈនឹងឯងដែលកើតមកអំពីអីមកពីការអប់រំនៅក្នុងអភិសង្ខារដដែលហ្នឹងគ្រាន់តែថាអភិសង្ខារនេះប្រព្រឹត្តទៅជាចំណែកនៃការត្រាស់ដឹងនឹងឯងដោយដែលព្រះអង្គទ្រង់សម្ដែងរួមធัว12នៅក្នុងការត្រាស់ដឹងអរិយមគ្គហ្នឹងគឺរួមតាំងពីការដែលមានសទ្ធាជាមួយគ្នានឹងភិក្ខុហ្នឹងព្រះអង្គសម្ដែងសម្ដៅយកព្រះអង្គនឹងឯងដែលសង្កេតពិនិត្យទៅឃើញថាកិច្ចការងារដែលភិក្ខុអង្គនេះធ្វើពាក្យសម្ដីកັບកិរិយាមិនសមជាអ្នកមានរាគៈទោសៈមោហៈអីហ្នឹងគឺមានការពិសោធន៍សង្កេតពិនិត្យនាំឲ្យសទ្ធាកើតឡើងនឹងឯងមុនដំបូងនេះគឺមានសទ្ធានឹងឯងនៅក្នុងភិក្ខុហ្នឹងចឹងទៅបានជាចាប់ផ្ដើមនោះមានការចូលមករកអីទាំងអស់ហ្នឹងគឺប្រព្រឹត្តទៅដោយមហាកុសលនឹងឯងដែលរួមនៅក្នុងការត្រាស់ដឹងនៅអរិយមគ្គនឹងឯងចឹង
នៅក្នុងចាំងកៃសោតណានឹងឯងរួមធัว12ហ្នឹងគឺរួមទាំងធัวទី12ហ្នឹងគឺអរិយមគ្គនឹងផងហ្នឹងដោយរួមធัวតាំងពីការដែលមានសទ្ធានៅក្នុងព្រះតថាគតនឹងមកអញ្ចឹងទាំងអស់ហ្នឹងឯងដែលជាលោកយៈញ៉ាំងលោកតរៈឲ្យកើតឡើងអញ្ចឹងលោកយៈហ្នឹងវានៅក្នុងអភិសង្ខារទាំងអស់ហ្នឹងឯងចឹងតែអភិសង្ខារនេះប្រព្រឹត្តទៅដើម្បីលោកតរៈហ្នឹងឯងដែលធ្វើឲ្យលះបង់នៅអភិសង្ខារហ្នឹងត្រង់ដែលព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាយថៈនិមញ្ញរូបញ្ចអសេសង្ឃឧបរុជតិវិញ្ញាណសៈនិរោធេនៈអេថេតាំងឧបរុជតិគឺការដែលព្រះអង្គប្រកាសអំពីព្រះនិព្វាននឹងឯងអសេសង្ឃឧបរុជតិនឹងនិរោធសច្ចនឹងគឺវិញ្ញាណសៈនិរោធេនៈហ្នឹងការរលត់ទៅនៅវិញ្ញាណដែលជាអភិសង្ខារវិញ្ញាណនេះនឹងឯងបានព្រះកថាលោកលើកពីសោតាបត្តមៈសកតិគិមៈអនាគិមៈអរហត្តមៈនឹងឯងដែលធ្វើឲ្យអស់ទៅនៅអភិសង្ខារវិញ្ញាណហ្នឹងនឹងឯងអញ្ចឹងគឺនាមនឹងរូបរលត់អស់មិនមានសេសសល់ក្នុងទីណាព្រោះការរលត់មិនមានសេសសល់នៅវិញ្ញាណនឹងឯងចឹងក៏ណាហើយអភិសង្ខារវិញ្ញាណរួមទាំងចតិវិញ្ញាណរបស់បក្ខីណាស្របនឹងផងក្នុងការដែលព្រះអង្គត្រាស់ថាវិញ្ញាណណាសៈនិរោធេនៈហ្នឹងឯងគឺជាសឧបាតិសេសនិព្វានហើយនឹងអនុបាទិសេសនិព្វានគឺនឹងឯងអញ្ចឹងគឺដោយសង្ខេបប៉ុណ្ណឹងក្នុងចម្លើយណែហើយក៏រតនាគុណចាស់ហ្នឹងឯងបានមុនរួមជាទីសបាយនៃពុទ្ធបរិស័ទតែបានទស្សនាអីពីក្រៅអីមកផងបានត្រេកអរចំពោះគុណចាស់បានឃើញប្រភពទៅមានបុណ្យកុសលកើតឡើងតែព្រោះធម្មតាអ្នកមានសទ្ធាចង់បានឃើញចង់បានជួបអ្នកមានសិលនឹងឯងចឹងគុណចាស់ក៏មេត្តាអនុគ្រោះដោយពុទ្ធបរិស័ទឆ្ងាយហ្នឹងគឺថាបានជ្រះថ្លាបានបុណ្យកុសលហ្នឹងតាមចំនួនបងលំធានហ្នឹងហើយជាការអនុគ្រោះដោយទឹកបតីហ្នឹងហើយបានជ្រះថ្លាថ្វាយទានជ្រះថ្លាក្នុងការស្ដាប់ពធអីហ្នឹងជាមួយនឹងបព្វជិតអ្នកមានសិលហ្នឹងឯងព្រោះជាលក្ខណៈរបស់បុគ្គលដែលមានសទ្ធាហ្នឹងគឺប្រព្រឹត្តទៅអញ្ចឹងសូមរតនានិមន្តសូមរំចេញដើម្បីបានពេលវេលានៅច្រើនប៉ុណ្ណាមុនកងនេះមុនណាសូមសេចក្តីអនុញ្ញាតអំពីសំណាក់នៃព្រះថេរៈទាំងឡាយគ្រប់ព្រះអង្គសូមនមស្ការថ្វាយបង្គំចំពោះគុណទាំង3នៃព្រះរតនត្រ័យដោយសេចក្តីជ្រះថ្លានៃខ្ញុំព្រះករុណានមស្ការថ្វាយបង្គំចាស់ព្រះបញ្ញាបចោតតោចតាឥន្ទ្រិយសង្វរោអង្គគ្រូព្រះសន្តចតោអង្គគ្រូមេត្តាធេនោនិងព្រះសង្ឃទាំងឡាយគ្រប់ព្រះអង្គសូមសេចក្តីអនុញ្ញាតដើម្បីបានឱកាសពោលនិងសាកសួរបញ្ហាប្រធូរចម្រើនពរគ្រូធម្មមេចាគ្រប់រូបទាំងអស់ដែលមានលោកគ្រូគៈបណ្ឌិតជាឧត្តមសប្បុរសមួយលើញាតិញោមពុទ្ធបរិស័ទនៅក្នុងទីនេះក្តីស្ដាប់តាមរយៈការឡាយផ្ទាល់ក្តីព្រោះតាមដានក្នុងការស្ដាប់ជាយាមចង់ឃើញចង់ជួបដោយលោកគ្រូបានលើកឡើងអំពីលក្ខណៈរបស់បុគ្គលអ្នកមានសទ្ធាព្រះនាមានពភាព្រះអង្គទ្រង់ប្រកាសសម្ដែងមាន3ប្រការចំណុចទី1គឺទេសនកម្មោសីលវត្តាំងអ្នកមានសទ្ធាហ្នឹងគឺចង់ឃើញចង់ជួបអ្នកមានសិលទី2គឺសត្វធម្មង្សោតៈមិច្ឆតិណាតបពីបានឃើញបានជួបហើយក៏
មានសេចក្តីប្រាថ្នាដើម្បីស្ដាប់នៅព្រះធម៌ទី3វិនយមច្ឆេរមលៀងតបពីបានស្ដាប់ព្រះធម៌មានសេចក្តីជ្រះថ្លាក៏កំចាត់បងនៅមន្ទិលគឺសេចក្តីកំណាញ់ស្ដាប់លោកគ្រូលើកឡើងពីភិក្ខុនៃសង្យុត្តពីប្រសូតនឹងឆ្ងល់ពីសំណួរដែរក្នុងមួយប្រសូតឆ្ងល់មួយសំណួរនៅក្នុងវគ្គអលវិកាសូត្រតាមចាំមកហើយជា2ទៅ3ឆ្នាំមុនធ្លាប់សួរលោកគ្រូម្ដងដែរក៏ប៉ុន្តែកាលនោះចុងម៉ោងគីទៅមិនបានឱកាសពេលវេលាច្រើនក៏សភាពនៃចិត្តហ្នឹងវានៅតែមានសេចក្តីសង្ស័យមិនតាន់បានយល់ហ្នឹងរឿងរ៉ាវក៏ពុទ្ធបរិស័ទបានស្ដាប់ហើយដែលមេរាធិរាជចូលមកពោលគាថាជាមួយគ្នានឹងពនាងអលវិកាភិក្ខុនីអដ្ឋិអតុណណដ្ឋិនិសរណង្គលោកេកੰវិវេកេនកាហសិភុញ្ញសុកាមរតយោមេហុបច្ឆានុតាមេហុបច្ឆានុតាបេនុតបតិមេតាបេនិចាំមកតាបេនិមេហុបច្ឆានុតាបេនិណាមុនបើកមើលទៅមិនចឹងដោយមេពោលថាធម្មជាតិដែលជាគ្រឿងរលាស់ចេញនៅលោកហ្នឹងមិនមានទេហ្នឹងហើយកੰវិវេកេនកាហសិនាងមានប្រយោជន៍អ្វីដោយសេចក្តីស្ងប់ស្ងាត់ភុញ្ញសុកាមរតយោចូលនាងបរិភោគនៅកាមទាំងឡាយទៅមេហុបច្ឆានុតាបេនិនាងនឹងមិនមានសេចក្តីក្តៅក្រហាយស្ដាយក្រោយក្នុងកាលជាខាងក្រោយឡើយពនាងក៏បានតបជាមួយនឹងមីប្រមាណជា2គាថាណដ្ឋិនិសរណង្គលោកេបញ្ញាយមេសុផោសេតាំងប្រមត្តពុនធុបាពមិអ្នកថ្វាំងជានេសេតាំងប្រទាំងធម្មជាតិដែលជាគ្រឿងរលាស់ចេញនៅលោកនឹងមានយើងបានពលត្រូវដោយបញ្ញារបស់យើងមនាលមានចិត្តបាបមានផៅពងជាអ្នកមានសេចក្តីប្រមាទអ្នកមិនដឹងនៅបត់នោះទេសតិសូឡូបមាកាមាខន្ធាសੰអធិកតនាយ៉ាងថ្វាំងកាមរតੰព្រុសេអរតិមៃហសាអហុសតិសូឡូបមាកាមាកាមទាំងឡាយមានឧបមាដោយលំពេងនឹងដែកស្រួចខន្ធាសੰអធិកតនាខណ្ឌទាំងឡាយជាកន្លែងសម្រាប់មុតនៃកាមទាំងឡាយនោះយ៉ាងថ្វាំងកាមរតੰព្រុសេអ្នកពោលនៅសេចក្តីត្រេកអរដោយកាមទាំងឡាយណាអរតិមៃហសាអហុសេចក្តីត្រេកអរដោយកាមទាំងឡាយនោះគឺមិនមានសម្រាប់យើងទេចង់ជូនលោកគ្រូបានធ្វើនៅសេចក្តីអធិប្បាយព្រោះលោកធ្លាប់សាកសួរសន្តានាទៅក្នុងចិត្តហ្នឹងវាមិនទាន់បានយល់ជាក់ច្បាស់ត្រង់ដែលថាខន្ធាសੰអធិកតនាហ្នឹងខណ្ឌទាំងឡាយជាកន្លែងសម្រាប់មុតនៃកាមទាំងឡាយនោះអញ្ចឹងពាក្យថាមុតហ្នឹងជាទីមុតនៃកាមហ្នឹងតើកាមក្នុងទីហ្នឹងសំដៅយកកាមអ្វីដែរព្រោះហើយមុតហ្នឹងខណ្ឌដែលជាទីកន្លែងសម្រាប់មុតហ្នឹងតើមុតយ៉ាងណាហើយភ្ជាប់មួយសំណួរទៀតតែម្ដងក្នុងចាឡាសូត្រដែលមេពោលប្រាប់ក៏ដូចជាចង់ដាស់តឿនពនាងអញ្ចឹងដោយគាថាកੰនុខោជាតិតាំងអ្នករោចេសេជាតិតោកាមានិភុញ្ញចិត្តកោនុខោតាំងអ៊ីតមេតពយិជាតិមេរោចភិក្ខុនីមនាលភិក្ខុនីព្រោះហេតុអ្វីទើបនាងមិនគប់ចិត្តនឹងជាតិបុគ្គលដែលមានជាតិហើយរមែងបរិភោគនៅកាមទាំងឡាយបុគ្គលណាបង្កប់នាងឲ្យកាន់យកនៅអំពើនោះយ៉ាងនេះថាមនាលភិក្ខុនីចូលនាងកុំគប់ចិត្តនឹងជាតិឡើយពនាងក៏ពោលតបជាមួយនឹងមីជាតិតាសមរណង្ហោតិជាតិតោទុក្ខានិបស្សតិពន្ធាំងវៈធាំងបរកលេសੰតាស្មាជាតិតឹងអ្នករោចយេសត្វដែលកើតមកហើយរមែងមានមរណៈសត្វដែលកើតមកហើយរមែងឃើញនៅសេចក្តីទុក្ខ
ដោយប្រការផ្សេងណាពុនធៀងការចងវៈធៀងការវាយបរិកកលេសੰសេចក្តីឧបទ្រពផ្សេងហ្នឹងឲ្យតាសមាជាតិតឹងអ្នករោចយេព្រោះហេតុនោះបុគ្គលមិនគប្បីណាត្រេកអរពេញចិត្តនឹងជាតិគឺការកើតនឹងឡើយពុទ្ធោធម្មមតេសេសជាតិយាសមតកម្មੰសัพពតុក្ខបហានាយៈសោមੰសច្ចេនិវេសយិព្រះពុទ្ធអង្គទ្រង់ប្រកាសសម្ដែងប្រធัวដើម្បីលះបង់នៅជាតិដើម្បីលះបង់នៅសេចក្តីទុក្ខទាំងពួងពនាពោលថាព្រះអង្គនឹងញ៉ាំងយើងឲ្យតាំងនៅក្នុងនិព្វានសច្ចៈនិងគាថាទី3ដែលពនាងពោលហ្នឹងក៏ជាចម្ងល់យេចរូបោបគាសត្តាយេចអរូបភាគិណោនិរោធังអបជានន្តាអាកន្តារោបណភវន្តិយេចរូបោបគាសត្តាសត្វទាំងឡាយណាមានចំណែកក្នុងរូបភពក្តីយេចអរូបភាគិណោសត្វទាំងឡាយណាមានចំណែកក្នុងអរូបភពក្តីនិរោធังអបជានន្តាកាលដែលមិនបានដឹងនៅនិរោធហើយណាអាកន្តារោបណភវន្តិរមែងត្រឡប់មកកាន់លោកនេះទៀតនៅក្នុងណាចាឡាសូត្រអដ្ឋកថាសារថបកាសេនីហ្នឹងក៏លោកបញ្យលត្រង់ថានិរោធังអបជានន្តាមិនបានបញ្យលត្រង់បទថាអាកន្តារោបណភវន្តិអញ្ចឹងទៅក៏ធ្វើឲ្យមានសេចក្តីសង្ស័យត្រង់ថាការមិនដឹកនៅនិរោធហើយរមែងត្រឡប់មកកាន់លោកនេះទៀតតើលោកក្នុងទីហ្នឹងសំដៅយកអ្វីដូចជាព្រះសោតាណាព្រះសកតិព្រះអនាគាណាលោកដឹងនៅណានិរោធគឺព្រះនិព្វាននឹងហើយក៏នៅមានភពជាតិកំណើតអីទៀតអញ្ចឹងដែរដូចជាព្រះសោតាបណ្ណបុគ្គលអីហ្នឹងអញ្ចឹងពនាងពោលត្រង់ថាដែលមិនបានដឹងនៅនិរោធហ្នឹងគឺថារមែងមកកាន់ត្រឡប់មកកាន់លោកនេះទៀតអញ្ចឹងអ្នកដែលដឹកនៅនិរោធហ្នឹងសិតតែមិនមកកាន់លោកនេះទៀតឬតើដែលថាមកកាន់លោកនេះក្នុងអត្តន័យយ៉ាងណាអញ្ចឹងពីសំណួរនឹងសូមអង្គធម្មសាកច្ឆាមានលោកគ្រូជាដើមអនុគ្រោះដើម្បីបានជាប្រយោជន៍នៃការចេះដឹងព្រះសូមអនុមោទនីកណាយេចរូបោបគាសត្តាយេចអរូបភាគិណោនិរោធังអបជានន្តាអាកន្តារោបណភវន្តិរមែងមកកាន់ភពថ្មីទៀតនឹងក្នុងសេចក្តីដែលថាបើមិនបានដឹងនៅរិយសច្ចៈហ្នឹងក៏មិនរួចផុតចាកភពជាតិកំណើតនឹងឯងក្នុងសេចក្តីភពថ្មីគឺវត្តសង្សារហ្នឹងចំណែកព្រះសោតាបានព្រះសក្កតិគាមីព្រះអនាគាមីអីហ្នឹងគឺមិនរាប់ចូលមកនៅក្នុងសេចក្តីថាអកន្តារោបណភវន្តិនេះទេក៏ណាឈ្មោះថាលោកធ្វើដំណើរទៅកាន់ព្រះនិព្វានសំបីលោកនៅមានជាតិទៀតក៏ដោយឈ្មោះថាជាបុគ្គលមិនស្លាប់ហ្នឹងតាមពុទ្ធិកាដែលព្រះអង្គសម្ដែងថាអបមត្តាអ្នកមីយន្តិហ្នឹងបុគ្គលមិនប្រមាទឈ្មោះថាមិនស្លាប់ហ្នឹងព្រះអត្ថកថាលោកបញ្យល់ថាសំបីនៅប្រមាណជាតិទៀតដោយព្រះសោតាបានអីក៏ឈ្មោះថាមិនស្លាប់ក៏ណាហ្នឹងឯងក៏ដំណើររបស់លោកដំណើរទៅកាន់ព្រះនិព្វានដូច្នេះបណ្ណាភវន្តិនេះគឺបានន័យថាភពថ្មីអញ្ចឹងគឺសំដៅយកវត្តសង្សារទាំងគឺណាសម្រាប់បឋិជននឹងឯងក្នុងប្រធេរៈគាថារបស់ព្រះនាងហ្នឹងគឺទោះជាបឋិជននឹងទៅក្នុងរូបព្រំអរូបព្រំក៏ដោយគឺថានឹងមកកាន់ភពថ្មីទៀតមកកាន់កាមភពមកទៅអបាយភូមិអីទាំងអស់ហ្នឹងតាមពុទ្ធដីកាដែលព្រះអង្គសម្ដែងមិនរួចផុតចាកជាតិជរាមរណៈហ្នឹងហើយនៅក្នុងខន្ធាសੰអធិកតនាហ្នឹងតាមព្រះអត្ថកថាលោកប្រែថាគំនោកាមទាំងឡាយហ្នឹងណាហ្នឹងឯងគំនោកាមទាំងឡាយហ្នឹងគឺជាបុស្សលោកប្រែអធិកតនាហ្នឹងថាជាបុស្សដល់ក្រៃលែងអញ្ចឹងហើយដែលក្នុងបេដកខ្មែរយើងប្រែថាជាទីមុត
ជាទីមុតនៃដែកស្រួចមុតលំពេកហ្នឹងក៏មិនខុសគ្នាអីលោកប្រែតាមស័ព្ទអីលោកចេះបល័យលោកប្រែចេញអញ្ចឹងមកប៉ុន្តែក្នុងន័យដូចតែគ្នាក៏ណាក្នុងសេចក្តីដែលថាខណ្ឌទាំងឡាយហ្នឹងគឺថាជាគំនោនៃសេចក្តីទុកនឹងឯងចឹងក្នុងកាមភពនេះគឺមើលដែលជាផលនៃកិលេសកាមហ្នឹងនាំឲ្យមានជាតិកើតមកមានរូបមានវេទនាសញ្ញាសង្ខារវិញ្ញាណហ្នឹងដែលប្រព្រឹត្តទៅជាជាតិហ្នឹងគឺជាទុក្ខណានៅក្នុងការប្រកាសអរិយសច្ចធម៌ក៏ណាមិនសង្ស័យមិនងឿងឆ្ងល់អីទៅទេពីព្រោះកាលណាដែលមានបញ្ញាបង្អោនទៅបាននៅញាណក្នុងសន្តិបទដែលដឹងថាព្រះនិព្វានដែលមិនមានខណ្ឌគឺជាបរមសុខអញ្ចឹងគឺថាឲ្យតែខណ្ឌកើតឡើងគឺជាទុក្ខអញ្ចឹងជាទីចាក់ដោតនៃដាវលំពេងគឺកាមហ្នឹងអញ្ចឹងក៏បានហើយមានអីព្រោះថាវានាំឲ្យមានសេចក្តីទុក្ខត្រង់ដែលថានាមរូបដែលកើតមកហ្នឹងវាជាមុខរបួសវាជាការត្រូវដោយលំពេងហ្នឹងឯងចឹងព្រោះជាផលនៃកិលេសកាមហ្នឹងឯងព្រោះសត្វលោកកើតក្នុងកាមភពហ្នឹងព្រោះមិនតន់មិនមានការស្ងប់រងាប់នៅកាមឆន្ទៈហ្នឹងណាចឹងគឺនាមរូបដែលកើតមកក្នុងកំណើតទេវតាក៏ដោយកំណើតមនុស្សក៏ដោយមិនចាំបាច់ពោលទៅដល់អបាយភូមិអីទេនាមរូបហ្នឹងគឺថាជាមុខរបួសដែលត្រូវដោយលំពេងដែលចាក់នឹងឯងចឹងហ្នឹងឯងអញ្ចឹងគឺជាលទ្ធផលនៃការត្រេកអររីករាយនៅក្នុងកាមគុណហ្នឹងគឺត្រូវទទួលអត្តភាពហ្នឹងឯងចឹងហើយមាននាមរូបមានសលាយតនៈហ្នឹងឯងអញ្ចឹងមានភាសៈមានវេទនាតទៅទៀតចឹងទៅដូចជាតម្បៅដែលព្រះអង្គទ្រង់ប្រកាសសម្ដែងដោយអាយតនៈហ្នឹងហើយភាសៈហ្នឹងវានាំឲ្យប៉ះជាមួយគ្នានឹងអ្វីដែលវាបើនិយាយពីដំបៅណាវាក្តៅតិចធូលីដីឬក៏ផ្ទាត់អីមកត្រូវចឹងទៅវេទនាកើតឡើងហ្នឹងគឺជាការសម្ដែងឲ្យឃើញថាកងទុក្ខ12កងហ្នឹងគឺជាការឈឺពើចុកចាប់នៃមុខរបួសគឺនាមរូបនឹងឯងអញ្ចឹងគឺលទ្ធផលនៃកាមឆន្ទៈនាំឲ្យកើតក្នុងកាមភពហ្នឹងតួនាមរូបដែលកើតនឹងតែម្ដងដែលយើងហៅថាទេវតាហៅថាមនុស្សហៅថាសត្វទាំងអស់ហ្នឹងគឺនឹងឯងដែលជាទីចាក់ដោតណាទៅដោយលំពេងនឹងដែកស្រួចហ្នឹងគឺទទួលរបួសហ្នឹងនាមរូបហ្នឹងជារបួសហ្នឹងតែហ្មងឬថាជាបោកដល់កាយតាមនៃព្រះអត្តកថាអញ្ចឹងក៏បានតែពីព្រោះការដែលកណ្ណាគុណចាស់បាននៅវិបស្សនាទៅគឺมันអាចមកថាការកើតហ្នឹងជាសុខអីទៅដោយប្រការណាទេបើប្រៀបទៅនឹងព្រះនិព្វានហើយនោះព្រះនិព្វានដែលមិនមានខណ្ឌបានជាបរមសុខអញ្ចឹងបញ្ញខណ្ឌហ្នឹងគឺព្រះអង្គសម្ដែងជាទុក្ខដ៏ក្រៃលែងសង្ខារាបរមាទុក្ខានឹងឯងគឺមិនចំពោះតែសង្ខារនៅក្នុងភពណាភូមិណាឋានណាទេតួសង្ខារហ្នឹងជាតួរោគនឹងតែម្ដងកណាអញ្ចឹងក្នុងសេចក្តីនៃពធដែលព្រះថេរីបានប្រកាសហ្នឹងសិតតែក្នុងន័យអរិយសច្ចៈក៏ណាដែលសំដែងអំពីទុក្ខសច្ចហើយរឿងការត្រេកអរក្នុងកាមហ្នឹងវាជាសមុទយៈនឹងអញ្ចឹងទៅអញ្ចឹងការដែលមិនត្រេកអរហ្នឹងដែលជាការប្រកាសនៅការដាក់ចុះនៅភារៈ
ដោយអំណាចនៃអរិយមគ្គដែលបានសម្រេចនឹងជាការដែលប្រកាសចំពោះដំណើរទៅតាមអរិយមគ្គនឹងឯងដែលជាបុគ្គលិកដ្ឋានគឺព្រះអរហន្តទាំងឡាយនឹងព្រះនាងព្រះភិក្ខុនីនឹងឯងដែលជាបុគ្គលបានដល់នៅព្រះនិព្វានតែយើងនិយាយជាបុគ្គលិកដ្ឋាននោះពីព្រោះវាមានអីក្រៅពីវត្តដាក់ហ្នឹងដែលសន្មត់ថាជាពនាងភិក្ខុនីជាព្រះអរហន្តហ្នឹងដល់វត្តដាក់ហ្នឹងវាត្រូវដាច់អស់អញ្ចឹងទៅបានជាត្រូវពោលថាពនាងហ្នឹងឯងដែលបានដល់នៅព្រះនិព្វានបានដល់នៅទីពឹងនឹងឯងដែលយើងពោលហ្នឹងយើងស្ដាប់បានឲ្យច្បាស់ចេះអញ្ចឹងគឺជាការអស់ទៅនៃទុក្ខនឹងឯងដែលពោលតែពនាងបានដល់នៅទីពឹងព្រះអរហន្តទាំងឡាយបានដល់នៅព្រះនិព្វានហ្នឹងមានអីក្រៅពីការរលត់ទុក្ខហ្នឹងជានិរោធអរិយសច្ចៈនឹងឯងចឹងអស់តាំងពីកិលេសទៅអភិសង្ខារគឺកម្មទៅទាំងអស់ហ្នឹងគឺសឧបាទិសេសនិព្វានហ្នឹងគឺអនុបាទនិរោធនឹងឯងគឺការមិនកើតឡើងនៅកិលេសមិនកើតឡើងនៅអភិសង្ខារហ្នឹងដែលជាព្រះនិព្វានហ្នឹងហើយពោលថាជាបុគ្គលបានសឧបាទិសេសនិព្វានហ្នឹងចាំបាច់មានបុគ្គលណាមកឲ្យយើងសង្ស័យថាបុគ្គលបាននឹងយ៉ាងម៉េចទៀតពីព្រោះបុគ្គលគឺបញ្ញត្តិទៅលើវត្តដាក់ហ្នឹងដែលជាអ្នកត្រាច់អង្កត់ក្នុងវត្តសង្សារជាអ្នកមានទុក្ខជាអ្នកនាំភារៈគឺសត្វលោកមានទុក្ខហ្នឹងដល់កិលេសហ្នឹងឯងដែលមិនមានការកើតឡើងដោយអំណាចអរិយមគ្គនឹងឯងធ្វើឲ្យរលត់ណាមិនកិលេសដែលកើតរលត់ទេដែលអរិយមគ្គធ្វើឲ្យរលត់ហ្នឹងគឺធ្វើឲ្យមិនកើតឡើងធ្វើឲ្យអស់បច្ច័យហ្នឹងឯងគឺដូចភ្លើងនេះអញ្ចឹងអាហ្នឹងកំពុងឆេះកំពុងរលត់ហើយប៉ុន្តែដល់អារលត់ដែលអត់បច្ច័យហ្នឹងឯងដែលជាអនុបាទនិរោធនោះហ្នឹងគឺដោយអំណាចអរិយមគ្គដែលធ្វើឲ្យអស់បច្ច័យហ្នឹងនឹងឯងអញ្ចឹងការមិនមានបច្ច័យហ្នឹងមិនមានកិលេសមិនមានកម្មកើតឡើងហ្នឹងគឺជាសឧបាទិសេសនិព្វានជានិរោធអរិយសច្ចៈហ្នឹងឯងហើយទីបំផុតព្រះខៃណាស្របចូលនិព្វានហ្នឹងគឺបានន័យថាការដែលមិនមានបដិសន្ធិហ្នឹងឯងចឹងគឺសិតតែជាផលនៃអរិយមគ្គនឹងឯងចឹងអបដិសន្ធឹងហ្នឹងគឺជាផលនៃអរិយមគ្គហ្នឹងយើងកុំឲ្យច្រឡំនឹងចុតិចិត្តព្រះអរហន្តកុំឲ្យច្រឡំនឹងខណ្ឌដែលមិនទៀងជាទុក្ខជាអនត្តាហ្នឹងឯងហ្នឹងគឺឧបាទនិរោធឯចំណែកព្រះនិព្វានដែលជាអបដិសន្ធឹងហ្នឹងគឺជាផលរបស់អរិយមគ្គដែលមិនមានការកើតឡើងនៅភពនឹងឯងឧបបត្តិភពមិនកើតក៏មកពីអត់មានកម្មភពអត់កើតព្រោះអរិយមគ្គនឹងឯងធ្វើឲ្យមិនកើតភវៈនិរោធោនិព្វាននន្តិនឹងឯងដោយឡែកពីខណ្ឌដែលកើតរលត់ប៉ុន្តែនិយាយដោយវោហាគឺប្រខៃណាស្របចូលនិព្វានហ្នឹងមកពីយើងបញ្ញត្តិខណ្ឌទៅលើខណ្ឌនឹងឯងថាជាប្រខៃណាស្របហ្នឹងឬក៏វត្តដាក់ដែលមានកិលេសមានអភិសង្ខារអីហ្នឹងថាជាបុគ្គលហ្នឹងគឺបញ្ញត្តិទៅលើបុគ្គលហ្នឹងដល់កិលេសអស់អភិសង្ខារអស់ក៏បញ្ញត្តិថាព្រះអរហន្តហ្នឹងបានសឧបាទិសេសនិព្វានហ្នឹងឯងហើយដល់ទៅក្នុងការដែលមិនមានបដិសន្ធិហ្នឹងមិនមានឧបបត្តិភពហ្នឹងណាយើងនិយាយជាប់មកជាវោហាហ្នឹងនៅពេលដែលចុតិចិត្តនឹងឯងដែលថាប្រខៃណាស្របចូលកាន់អនុបាទិបរិនិព្វានហ្នឹងឯងដូច្នេះសរុបមកគឺថាមានតែទុក្ខហើយនឹងទុក្ខនិរោធនឹងឯងដែលព្រះអង្គទ្រង់ប្រកាសអញ្ចឹងគឺក្នុងពគាថារបស់ភិក្ខុនីហ្នឹងសិតតែប្រកាសទៅក្នុងសច្ចធម៌ហ្នឹងហ្នឹងឯងណាបានទទួលបញ្ហាគុណចាស់ហើយក៏ឆ្លើយទៅតាមហ្នឹងក៏គុណចាស់និមន្តបានបញ្ជាក់សេចក្តីអីបន្ថែមដើម្បីខ្ញុំណានឹងពុទ្ធបរិស័ទបានស្ដាប់រួមជាមួយនឹងគុណចាស់ហើយគ្រូអីទៀតទៅណាក៏យូរមកហើយចូលរួមផងទៅជាធម្មសបាយណាបងនិតបងចម្រើនអរគុណពោះការបកស្រាយរបស់លោកគ្រូបានធ្វើការយល់ចូលចិត្ត
ជាងមុនពីរោះនៅក្នុងការបកស្រាយហើយនឹងបានឱកាសសាកសួរបន្ថែមចប់ជាមួយនឹងក្តីដែលលោកគ្រូបកស្រាយចុងពីព្រះនិព្វាននឹងដោយតែពនាងពោលពីអដ្ឋិនិសរណង្គលោកេធម្មជាតិដែលរលាស់ចេញចាកលោកនឹងមានគឺពនាងពោលសំដៅទៅដល់ព្រះនិព្វាននឹងឯងហើយសិក្សានៅក្នុងព្រះអភិធម្មលោកធ្វើសេចក្តីឧបមាអំពីការដែលមានតកួនតេកដែលដោះក្នុងស្រែហើយឧបមាទៅអំពីរឿងអរិយមគ្គដែលត្រូវលះបង់នៅកិលេសអីហ្នឹងក៏យល់ស្ដាប់មកមានសេចក្តីពីរោះត្រង់ដែលថាព្រះនិព្វានហ្នឹងមិនមានស្រេចស្រាប់ទេជាមួយគ្នានឹងសេចក្តីឧបមារបស់ព្រះអដ្ឋកថាដែលលោកលើកអំពីត្រកួនតេកដែលដោះក្នុងស្រែហ្នឹងហើយការដែលចាប់ស្រាវអំពីចុងទៅរកគល់ហ្នឹងក៏ជាតួនៃវិបស្សនាដែលប្រព្រឹត្តទៅក្នុងការស្រាវហើយការចាប់ដកហ្នឹងគឺជាឈ្មោះនៃអរិយមគ្គការដែលមិនមានតកួនតេកក្នុងស្រែហ្នឹងគឺជាឈ្មោះនៃនិរោធសច្ចៈគឺព្រះនិព្វានហ្នឹងអញ្ចឹងការដែលមិនមានតកួនតេកក្នុងស្រែហ្នឹងបានយល់ចូលចិត្តហើយថាមិនមានស្រេចស្រាប់ទេមិនមានហ្នឹងព្រោះអាស្រ័យការដកនៅតកួនតេកនឹងឯងជាហេតុទៅការដែលមិនមានហ្នឹងគឺប្រកបនៅក្នុងស្រែហ្នឹងហើយដល់ពេលសិក្សាអំពីមគ្គវិធ័យកាលដែលអរិយមគ្គនឹងឯងមិនតាន់ប្រកបមិនតាន់កើតឡើងកោត្រភូកើតឡើងមួយខណៈមុនមគ្គចិត្តហ្នឹងមានព្រះនិព្វានហ្នឹងជាអារម្មណ៍តើព្រះនិព្វានដែលជាអារម្មណ៍របស់កោត្រភូហើយនឹងព្រះនិព្វានដែលប្រកបមកជាអារម្មណ៍របស់អរិយមគ្គហ្នឹងតើដតីផ្សេងអំពីគ្នាយ៉ាងណាដែរលោកគ្រូសូមគ្រូអនុគ្រោះបាទគណៈមិនមាននិព្វានអីផ្សេងគ្នាទេនិព្វានជាអារម្មណ៍របស់កោតភូជាអារម្មណ៍របស់រិយមគ្គសោតាបត្តមគ្គនិព្វានជាអារម្មណ៍របស់សក្កទាគិមគ្គអនាគិមគ្គអរហតមគ្គអីហ្នឹងគឺនិព្វានដែលជានិរោធសច្ចហ្នឹងគណៈហើយបញ្ហាដែលគុណចាស់បានលើកឡើងហ្នឹងគឺដែលមាននៅក្នុងចម្ពោះខាតិកៈសូត្រហ្នឹងគឺជាសេចក្តីដែលសម្រាប់ឲ្យយើងបានមកយល់ក្នុងបញ្ហាដែលគុណចាស់សួរហ្នឹងគឺត្រង់ដែលថាបើអរិយមគ្គមិនតាន់កើតឡើងផងចឹងទៅហើយកោត្រភូបាននិព្វានឯណាមកជាអារម្មណ៍នឹងឯងបើអរិយមគ្គមិនតាន់កើតនឹងឯងដូច្នេះចំពោះព្រះនិព្វានដែលជាអារម្មណ៍របស់កោត្រភូនេះដែលថាព្រះនិព្វានមានហ្នឹងមិនមែនព្រះនិព្វានមានដូចជាវត្ថុមានជារបស់ឬក៏ព្រះនិព្វានហ្នឹងមានដោយអំណាចអរិយមគ្គជាបច្ច័យនោះទេប៉ុន្តែបើថានិព្វានហ្នឹងជាផលរបស់អរិយមគ្គដោយអំណាចមគ្គជាបច្ច័យអានឹងបានថាអរិយមគ្គមិនតាន់កើតគឺនិព្វានក៏អត់តាន់មានប៉ុន្តែពីព្រោះអត់មានបច្ច័យហ្នឹងឯងប៉ុន្តែចំពោះព្រះនិព្វានដែលជាអារម្មណ៍របស់កោត្រភូញាណនេះណាមិនមែនព្រះនិព្វានហ្នឹងជាផលរបស់បច្ច័យដែលអរិយមគ្គបានធ្វើឲ្យនិព្វាននឹងកើតឡើងអញ្ចឹងកោត្រភូហ្នឹងមិនអាចមាននិព្វានជាអារម្មណ៍បានឬក៏ថាព្រះនិព្វានហ្នឹងគឺត្រូវតែមានស្រាប់ដើម្បីកោត្រភូហ្នឹងកាន់យកជាអារម្មណ៍គឺអត់មាននៅក្នុងសេចក្តីហ្នឹង
แต่ទាំងដែលថានិព្វានជាផលរបស់មគ្គដោយអំណាចមគ្គជាបច្ច័យក៏មិនមែននិព្វាននឹងមានស្រាប់ដើម្បីកោតត្រភូបានជាអារម្មណ៍ក៏អត់មែននិព្វានដែលជាអារម្មណ៍របស់កោតត្រភូក៏ដូចជាអារម្មណ៍របស់មគ្គហ្នឹងគឺព្រះនិព្វាននឹងឯងដែលបានដែលជាអារម្មណ៍នៅក្នុងមគ្គវិថីហ្នឹងគឺដោយអំណាចនៃវិបស្សនាដែលបានជាឧបនិស្សយបច្ច័យញ៉ាំងញៀននឹងឲ្យកើតឡើងហើយគឺវិបស្សនានឹងឯងដែលបានស្រាវជ្រាវរកឃើញនៅព្រះនិព្វាននឹងឯងឲ្យបានមកជាអារម្មណ៍នៃញាណហ្នឹងពីព្រោះវិបស្សនាដែលបានឃើញវត្តដាក់ដែលប្រព្រឹត្តទៅនឹងឯងដែលមួយអង្គម្នាក់នេះណាគ្រប់អង្គគ្រប់គ្នាហ្នឹងណាគឺមិនមានអ្វីក្រៅពីតួវត្តដាក់ទេអាហ្នឹងគឺត្រូវតែជាច្បាស់ដោយបញ្ញាអញ្ចឹងនឹងឯងគឺគ្រប់អង្គគ្រប់គ្នាហ្នឹងគឺដែលសន្មត់ហ្នឹងសន្មត់ទៅលើវត្តដាក់នឹងឯងព្រះនាងវជារាភិក្ខុនីនោះដែលបានពោលចំពោះមេមានចិត្តបាបនឹងមេឯងមានទិដ្ឋិថាជាសត្វអញ្ចឹងឬណាកੰនុសត្តោតេបច្ចេតេមេរៈទិដ្ឋាងមេរៈទិដ្ឋិកតាំងនុទេណាហ្នឹងឯងតែនេះគឺថាសទ្ធៈសង្ខារបញ្ចោយ៉ាងអ្នកយិធៈសត្តបលបតិហ្នឹងគឺជាគំនោនៃសង្ខារធัวសត្វណាមេឯងមករស់សត្វអីក្នុងគំនួននៃសង្ខារហ្នឹងអត់មានទេគឺថាដោយសារមានអង្គនៃសម្ភារៈហ្នឹងបានហៅថារតេះហ្នឹងយថាហើយអង្គសម្ភារាហៅតេសត្វតោរថោអិតេបាងខន្ទេសសន្តិសោហៅតេសត្វតោតេសមតិហ្នឹងព្រោះតែខណ្ឌទាំងឡាយមានការរួមគ្នាហ្នឹងហើយតគ្នាហ្នឹងឯងសន្មតសត្វហ្នឹងមកសង្សារវត្តមកនឹងឯងមានតែទុកនឹងឯងដែលប្រព្រឹត្តរហូតមកហ្នឹងសេចក្តីក្នុងប្រកាសថាហ្នឹងខ្ញុំណាគ្រាន់តែរំលឹកចឹងទៅគុណចាស់ក៏បានពីរោះទៅទាំង10ភិក្ខុនីនឹងទៅចុះក៏ណានឹងឯងអង្គនិតអីក៏នឹងប្រឹងប្រែងជាសេចក្តីសប្បាយដើម្បីបានចងចាំប្រធិរិយគាថាសុទ្ធតែប្រកាសសច្ចធម៌ជាមួយនឹងមេនឹងទាំងអស់គ្រប់អង្គចឹងក៏ណាហើយក្នុងសេចក្តីនេះគឺបញ្ជាក់មកចំណុចសំខាន់វិញថាវិបស្សនាដែលបានដឹងវត្តដាក់នឹងឯងទៀតហើយវត្តដាក់នឹងឯងដែលសន្មតថាសត្វលោកនឹងអញ្ចឹងព្រះនិព្វានគឺនៅត្រង់វិវត្តដាក់នឹងឯងបើមិនមែនវិវត្តដាក់ទេគឺមិនអាចបានជាទីពឹងនៃសត្វលោកទេគឺណាដែលព្រះនិព្វានជាទីពឹងនៃសត្វលោកហ្នឹងគឺនៅត្រង់វិវត្តដាក់ហ្នឹងវិវត្តដាក់ហ្នឹងគឺបានន័យថាវត្តដាក់ដែលសន្មតថាសត្វលោកនឹងឯងគឺមិនប្រព្រឹត្តទៅគឺនឹងឯងមិនប្រព្រឹត្តទៅដោយអំណាចនៃអរិយមគ្គនឹងឯងអញ្ចឹងគឺវិបស្សនាហ្នឹងឯងដែលបានស្រាវជ្រាវទៅឃើញថាវិវត្តដាក់ហ្នឹងជាផលនៃអរិយមគ្គព្រោះអរិយមគ្គហ្នឹងដែលធ្វើឲ្យអស់បច្ច័យអញ្ចឹងគឺមិនមែនបានដីថាអរិយមគ្គហ្នឹងបង្កើតព្រះនិព្វានសាងព្រះនិព្វានមកអរិយមគ្គមិនតាន់កើតមិនអាចមានព្រះនិព្វានជាអារម្មណ៍បានមិនមែនទេវិបស្សនាហ្នឹងឯងដែលបានស្រាវជ្រាវទៅឃើញថាព្រះនិព្វានហ្នឹងគឺជាវិវត្តដាក់ដែលជាផលរបស់អរិយមគ្គដែលបានដឹងអញ្ចឹងហើយដូច្នេះយើងកុំឲ្យច្រឡំកន្លែងហ្នឹងកន្លែងត្រង់ដែលថាអីចុះបើមគ្គមិនតាន់កើតបាននិព្វានណាមកជាអារម្មណ៍អាហ្នឹងមកពីយើងគិតទៅថាមគ្គជាបច្ច័យនៃព្រះនិព្វានបានជាយើងគិតថាព្រះនិព្វានហ្នឹងមិនអាចជាអារម្មណ៍នៃកោដ្ឋភូបានទេពីព្រោះមិនតាន់មានអរិយមគ្គប៉ុន្តែមិនមែនព្រះនិព្វានមានព្រោះជាផលនៃបច្ច័យអ្វីណានោះទេព្រះនិព្វានគឺជាវិវត្តដាក់ដែលវិបស្សនាហ្នឹងបានស្រាវជ្រាវឃើញតាំងពីបាននៅអទានវញ្ញាណហើយញាណក្នុងសន្និបាតគ្រប់គ្រាន់ហើយបានជាការស្រាវជ្រាវរកនិព្វាននឹងដោយមុញ្ញតកម្មយៈតាញាណបដិសង្ខារញាណសង្ខារូបេខាញាណនឹងឯងចឹងចឹងទៅបានវិបស្សនាញាណនឹងឯងធ្វើឲ្យមានកោដ្ឋភូញាណកើតឡើងកាន់យកនៅព្រះនិព្វានជាអារម្មណ៍បាន
ហើយព្រះនិព្វានហ្នឹងគឺជាវិវត្តៈហ្នឹងឯងគឺដែលជាផលរបស់មគ្គជាផលរបស់មគ្គប៉ុន្តែកន្លែងហ្នឹងវាពិសេសកន្លែងហ្នឹងយើងថាផលរបស់មគ្គជាបើមគ្គមិនតាន់កើតហ្នឹងឯងយើងនឹកឃើញទៅដល់ថាមគ្គជាបច្ច័យប៉ុន្តែនេះជាអារម្មណ៍របស់ញាណដែលបានដឹងថាព្រះនិព្វានហ្នឹងមានជាផលរបស់មគ្គគឺមានពិតប្រកបអញ្ចឹងប៉ុន្តែព្រះនិព្វានហ្នឹងមិនមែនជាសង្កតធម៌ឯណាជាអារម្មណ៍របស់ញាណនឹងឯងដែលវិបស្សនាញាណបានដឹងថាព្រះនិព្វានហ្នឹងគឺជាវិវត្តៈហ្នឹងគឺបានដឹងច្បាស់អញ្ចឹងដូច្នេះនៅត្រង់ដែលព្រះនិព្វានជាអារម្មណ៍របស់កោត្រភូញាណបានហ្នឹងមកពីកោត្រភូជាផលរបស់វិបស្សនាហើយព្រះនិព្វានជាអារម្មណ៍ហ្នឹងមិនមែនព្រះនិព្វានជាសង្កតធម៌ដែលមានបច្ច័យតតែងទេអញ្ចឹងគឺព្រះនិព្វាននឹងឯងជាអារម្មណ៍របស់ញាណពីព្រោះវិបស្សនារកឃើញវិវត្តៈនឹងឯងឲ្យមកជាអារម្មណ៍នៃកោត្រភូអញ្ចឹងគឺថាជាអារម្មណ៍បន្តមកដល់មគ្គហ្នឹងក៏គឺព្រះនិព្វាននឹងឯងហើយសំបីព្រះនិព្វានដែលជាអារម្មណ៍របស់មគ្គហ្នឹងប្រសិនបើមគ្គនឹងឯងជាបច្ច័យឲ្យមានព្រះនិព្វានក៏មិនអាចថាមកជាអារម្មណ៍នៃអរិយមគ្គអីបានភ្លាមពីព្រោះនៅក្នុងពេលហ្នឹងបើថាមគ្គហ្នឹងឧទាហរណ៍ដូចជាចិត្តតច្ចរូបអញ្ចឹងរូបដែលកើតពីចិត្តអញ្ចឹងគឺកើតឡើងក្នុងឧបាទគណៈនៃចិត្តហើយចិត្តមានរូបដែលកើតពីខ្លួនឯងនឹងជាអារម្មណ៍ឯណាជាអារម្មណ៍ដោយឡែកផ្សេងអារម្មណ៍របស់ចិត្តហ្នឹងនឹងឯងហើយបានញ៉ាំងរូបហ្នឹងឲ្យកើតឡើងក្នុងឧបាទគណៈមិនមានរូបដែលកើតក្នុងឧបាទគណៈហ្នឹងជាអារម្មណ៍ទៅបានទេចិត្តត្រូវតែមានអារម្មណ៍ដទៃប៉ុន្តែនៅពេលឧបាទគណៈហ្នឹងចិត្តតច្ចរូបហ្នឹងកើតឡើងអាហ្នឹងគឺអញ្ចឹងហើយនេះយ៉ាងនឹងដែរប្រសិនបើនិព្វាននឹងកើតពីមគ្គហ្នឹងក៏មិនអាចជាអារម្មណ៍របស់មគ្គនឹងបានប៉ុន្តែនេះមិនមែនទេមិនមែនមគ្គនឹងជាបច្ច័យឲ្យកើតព្រះនិព្វានទេព្រះនិព្វានហ្នឹងគឺវិបស្សនាញាណដែលជាអ្នកសិក្សាស្រាវជ្រាវឃើញហើយបានញ៉ាំងនៅកោត្រភូញាណមគ្គញាណនឹងឲ្យកើតឡើងកម្មយកវិវត្តៈនឹងជាអារម្មណ៍របស់វិបស្សនានឹងមានវត្តៈជាអារម្មណ៍រឿយមកហើយក្នុងការដែលកំណត់សង្ខារធัวដែលកើតរលត់ដោយបដិសង្ខារញាណរហូតមកបាននឿយណាយសង្ខារពេខាញាណហ្នឹងបាននឿយណាយបានលះបង់នៅអារម្មណ៍ដែលជាសង្កតធัวហ្នឹងលះបង់អារម្មណ៍ដែលជាវត្តៈហ្នឹងហើយកាន់យកវិវត្តៈហ្នឹងពីព្រោះញាណក្នុងសន្និបត្តិហ្នឹងមានមកស្រាប់ហើយតាក្នុងវិបស្សនាញាណហ្នឹងដែលបានឲ្យដឹងថាព្រះនិព្វានជាវិវត្តៈហ្នឹងអញ្ចឹងគឺបានដឹងពីការអស់ទៅនៃអវិជ្ជាតណ្ហាឧបាទានបានដឹងថាអវិជ្ជាហ្នឹងគឺថារមែងអស់ទៅដោយអំណាចនៃអរិយមគ្គដែលធ្វើឲ្យអវិជ្ជាតណ្ហាឧបាទានអស់ដូច្នេះវិវត្តៈហ្នឹងឯងដែលបានជាអារម្មណ៍របស់កោត្រភូញាណហ្នឹងអញ្ចឹងគឺបញ្ជាក់ហើយបញ្ជាក់ទៀតពី3ដងហ្នឹងដើម្បីមកបញ្ជាក់កុំឲ្យយើងច្រឡំថាព្រះនិព្វានហ្នឹងកើតពីមគ្គអញ្ចឹងគឺមិនអាចជាអារម្មណ៍នៃកោត្រភូបានទេកោត្រភូបានអីជាអារម្មណ៍បើមគ្គមិនតាន់កើតផងនោះនឹងឯងឬអញ្ចឹងមានតែព្រះនិព្វាននឹងឯងមានស្រាប់ប្រសិនបើនិព្វានមានស្រាប់គឺតើយើងសួរទៅវិញថាព្រះនិព្វាននឹងជាប្រយោជន៍សម្រាប់អ្នកណាជាទីពឹងរបស់អ្នកណាគឺព្រោះព្រះនិព្វានជាទីពឹងរបស់សត្វលោករៀងព្រះអង្គរៀងខ្លួននៅត្រង់វិវត្តៈហ្នឹងពីព្រោះវត្តៈហ្នឹងដែលសន្មតថាសត្វលោកតលតែវិវត្តៈបានសត្វលោកឈ្មោះថាបានទីពឹងគឺឈ្មោះថាសត្វលោកបានទីពឹងគឺត្រង់ដែលវត្តៈទុកហ្នឹងវាអស់ទៅហ្នឹងវត្តៈទុកហ្នឹងវាអត់មានការប្រព្រឹត្តទៅហ្នឹងនឹងឯងបានឈ្មោះថាសត្វលោកហ្នឹងបាននៅទីពឹងអញ្ចឹងគឺថាសត្វលោកដែលមានព្រះនិព្វានជាទីពឹងព្រះនិព្វានជាគុណដ៏ក្រៃលែងសម្រាប់សត្វលោកជាគុណថ្លឹងមិនបានហ្នឹងគឺវិវត្តៈហ្នឹងអញ្ចឹងគឺបើសិនបើព្រះនិព្វានមានស្រាប់ដោយឡែកផ្សេងតើព្រះនិព្វានហ្នឹងជាទីពឹងរបស់អ្នកណាហ្នឹងឯងព្រោះយើងមើលបើមានស្រាប់អញ្ចឹងមិនមែនជាវិវត្តៈទេគឺណាមិនមែនជាវិវត្តៈទេព្រោះវត្តៈគឺរៀងព្រះអង្គរៀងខ្លួនហ្នឹងវិវត្តៈគឺជាការអស់ទៅនៃវត្តៈសម្រាប់មួយអង្គម្នាក់ហ្នឹងគឺណាមិនវិវត្តៈ
ឯណាយនៃតទេទៅនោះទេតែវិវត្តដាក់ហ្នឹងគឺបានដីថាតលតែអរិយមគ្គកើតឡើងបានវាមានវិវត្តដាក់ទៅកើតណាវិវត្តដាក់នៅត្រង់ណានៅត្រង់អនុបាទនិរោធនេះត្រង់ដែលកិលេសមិនកើតឡើងដោយអំណាចអរិយមគ្គហ្នឹងដូច្នេះតលអរិយមគ្គកើតបានមានវិវត្តដាក់ប៉ុន្តែវិវត្តដាក់នេះមិនមែនបានដីថាអរិយមគ្គជាបច្ច័យនោះទេគឺនេះឯងដែលវិបស្សនាញាណដែលបានដឹងវត្តដាក់ហើយដែលអាចធ្វើឲ្យដឹងព្រះនិព្វានបានគឺកម្មយកវិវត្តដាក់ជាអារម្មណ៍បានហ្នឹងមកពីវិបស្សនាដឹងវត្តដាក់ហ្នឹងបើមិនដឹងវត្តដាក់ទេក៏មិនអាចដឹងវិវត្តដាក់ដែរនឹងឯងអញ្ចឹងគឺថាវិវត្តដាក់ហ្នឹងគឺជាផលរបស់មគ្គហ្នឹងដែលវិបស្សនាបានដឹងវត្តដាក់ហើយក៏ដឹងវិវត្តដាក់ថាជាផលនៃអរិយមគ្គហ្នឹងឯងទោះជាអរិយមគ្គមិនតាន់កើតក៏ដឹងថាព្រះនិព្វានជាផលរបស់មគ្គគឺដឹងអញ្ចឹងនឹងឯងដូច្នេះគឺថាព្រះនិព្វានដែលជាអារម្មណ៍របស់កោតភូញាណហ្នឹងគឺដោយវិបស្សនាហ្នឹងដែលញ៉ាំងកោតភូហ្នឹងឲ្យកើតឡើងហើយគឺព្រះនិព្វានជាបរមត្តត្រង់ដែលថាតលដែលមានអរិយមគ្គបានមានវិវត្តដាក់ហ្នឹងគឺការដែលមិនមាននៅកិលេសវត្តដាក់ហ្នឹងណាកិលេសហ្នឹងគឺវាអត់បច្ច័យឲ្យកើតឡើងហើយកម្មហ្នឹងក៏អត់មានជាអភិសង្ខារហ្នឹងពីព្រោះវាអត់មានកិលេសវាអត់មានកង្វល់វាអត់មានការតាក់តែងអភិសង្ខារហ្នឹងឯងដោយអំណាចនៃសោតាបត្តមៈហ្នឹងគឺកម្មភពនិងឧបបត្តិភពដែលជាអបាយភូមិហ្នឹងគឺត្រូវរលត់ទាំងអស់អនុបាទៈទាំងអស់ហើយនឹងសុគតិភូមិក្រៅពី7ជាតិហ្នឹងគឺអនុបាទៈទាំងអស់នឹងឯងដែលវិបស្សនាញាណបានស្រាវជ្រាវរកឃើញថាវិវត្តដាក់ហ្នឹងមានពិតប្រកបអញ្ចឹងឯងទាំងដែលអរិយមគ្គហ្នឹងក៏ជាផលរបស់វិបស្សនាដែលវិបស្សនាជាឧបនិស្សយបច្ច័យញ៉ាំងកោតភូញាណឲ្យកើតបានញ៉ាំងមគ្គញាណហ្នឹងឲ្យកើតឡើងបានដោយសារវិបស្សនាហ្នឹងរកព្រះនិព្វានឃើញនឹងឯងអញ្ចឹងគឺព្រះនិព្វានមិនមែនជាផលរបស់បច្ច័យដោយអំណាចបច្ច័យនឹងតាក់តែងឲ្យកើតឡើងទេតែជាផលរបស់អរិយមគ្គនឹងត្រង់ដែលអរិយមគ្គនឹងធ្វើវត្តដាក់នឹងឲ្យអស់ទៅគឺបានដីថាมันមានបច្ច័យឲ្យកើតឡើងនឹងឯងអញ្ចឹងគឺក្នុងន័យដែលថាអេតាំងសន្តាំងអេតាំងបណៃតាំងនឹងគឺថាជ្រៅល្អិតទៅយ៉ាងហ្នឹងទាំងគ្រាន់តែថាមកបញ្ជាក់កេនគុណចាស់បន្ថែមនៅត្រង់ដែលថាមិនមែនព្រះនិព្វានជាផលកើតឡើងពីមគ្គនោះទេពីព្រោះអរិយមគ្គដែលកើតឡើងក្នុងមគ្គវិថីហ្នឹងមានកោត្រភូហ្នឹងមានព្រះនិព្វានជាអារម្មណ៍ទៅហើយនឹងឯងអញ្ចឹងមគ្គមិនតាន់មានផងប៉ុន្តែព្រះនិព្វានបានជាអារម្មណ៍ដូច្នេះគឺឲ្យយើងជ្រាបមកចំណុចហ្នឹងថាព្រះនិព្វានមិនមែនជាការតាក់តែងពីបច្ច័យអ្វីមានមគ្គជាដើមនោះទេអញ្ចឹងគឺព្រះនិព្វានហ្នឹងមានស្រាច់ស្រាប់យ៉ាងណាទៅនោះក៏ទេដែរនឹងឯងទាំងគឺព្រះនិព្វានត្រូវតែជាផលរបស់មគ្គនឹងឯងប៉ុន្តែជាផលនោះគឺផលអញ្ចឹងនឹងឯងជាផលត្រង់ដែលថាមានមគ្គបានវិវត្តដាក់នឹងឯងជាព្រះនិព្វានដោយបរមត្តដែលមានជាទីពឹងសម្រាប់សត្វលោករៀងព្រះអង្គរៀងខ្លួននឹងឯងគឺវិវត្តដាក់ហ្នឹងគឺបើអត់មានអរិយមគ្គកើតឡើងនៅក្នុងប្រគុណម្ចាស់នៅក្នុងពុទ្ធបរិស័ទរៀងព្រះអង្គរៀងខ្លួនទេតើឈ្មោះថាជាបុគ្គលបាននៅព្រះនិព្វានជាទីពឹងយ៉ាងម៉េចទៅដូច្នេះយើងត្រូវយល់ថាព្រះនិព្វានដែលជាទីពឹងនៃសត្វលោកគឺទុក្ខនិរោធដែលព្រះអង្គទ្រង់បញ្ជាក់អំពីទុក្ខនិរោធហ្នឹងគឺជាការរលត់ទុក្ខនិងរលត់សមុទយៈនឹងឯងនិរោធហ្នឹងរលត់អីគឺរលត់សច្ចៈពីរខាងដើមនឹងនៅក្នុងការបញ្យល់អំពីយេធម្មេហេតុបភវេហ្នឹងគឺនិរោធហ្នឹងគឺជាការរលត់សច្ចៈពីរខាងដើមហ្នឹងហើយមិនបានរលត់សច្ចៈពីរខាងដើមនឹងទៅបានបើអត់មានអរិយមគ្គទេដូច្នេះគឺជារឿងនៅក្នុងមួយអង្គម្នាក់ហ្នឹងតែតួងនឹងបញ្ញាដែលឃើញវត្តដាក់ហ្នឹងទៅបញ្ញាឃើញវិវត្តដាក់ទៅបានបើអត់ឃើញវត្តដាក់ទេគឺมันអាចមកឃើញវិវត្តដាក់បានឡើយអាហ្នឹងវាត្រូវទំនាក់ទំនងតាមវិបស្សនាដែលបានដឹងទុកទៅមកអាចដឹងទុក្ខនិរោធហ្នឹងអញ្ចឹងសេចក្តីហ្នឹងប៉ុណ្ណឹងចឹងណាក៏សាធុបងពីរោះក្នុងការបកស្រាយរបស់លោកគ្រូ
សូមគ្រូជាបន្តិចទៀតស្ដាប់ចឹងទៅក៏បាននៃការយល់ព្រះនិព្វានហ្នឹងមិនមែនតាក់តែងដោយអរិយមគ្គទេមិនមែនអរិយមគ្គហ្នឹងជាហេតុធ្វើឲ្យកើតនោះទេព្រោះជាធัวដែលមិនមានបច្ច័យតាក់តែងសិក្សានៅក្នុងបច្ចយាការវិភាំងដែលលោកគ្រូធម្មចាស់ឲ្យចម្រើនបង្ហាត់បង្រៀននៅវិទ្យុកល្យាណមិត្តថ្មីហ្នឹងតកតងពីធัวពីប្រការដែលកើតឡើងព្រោះផលពីប្រការដែលកើតឡើងព្រោះអាស្រ័យមគ្គនឹងជាហេតុហ្នឹងគឺដូចជាសោតាបត្តិមគ្គកើតឡើងអញ្ចឹងហើយក៏សោតាបត្តិផលហ្នឹងជាផលនៃសោតាបត្តិមគ្គនឹងមួយទៀតគឺព្រះនិព្វានហ្នឹងអញ្ចឹងត្រង់ពាក្យថាមិនជាបច្ច័យអរិយមគ្គហ្នឹងមិនមែនជាបច្ច័យញ៉ាំងឲ្យកើតឬក៏តាក់តែងនៅព្រះនិព្វានហ្នឹងក៏យល់ចូលចិត្តហើយតែត្រង់ដែលថាដូចផលធัวពីប្រការហ្នឹងគឺលោកុត្តរផលហើយនឹងព្រះនិព្វានហ្នឹងព្រោះអាស្រ័យលោកុត្តរៈនឹងឯងជាហេតុហ្នឹងយ៉ាងណាជាហេតុជាបច្ច័យនៅក្នុងសច្ចៈបាទសល់3នាទីទៀត2នាទី9កន្លះណា9កន្លះ9:27ណាអញ្ចឹងលោកគ្រូមានប្រសាសន៍ថាកន្លះម៉ោងទៀតណានឹងលើគណៈចិនត្រៃព្រោះគណៈចិនត្រៃហ្នឹងត្រូវងើបម៉ោង4ម៉ោង3កន្លះទៅមុនណាចាំម៉ោង4ទាំងអស់គ្នាណាអញ្ចឹងក៏សូមអនុញ្ញាតខ្លីទេក៏ថាក្នុងអំណាចនៃដែលថាវាជាផលរបស់មគ្គហ្នឹងវាសោតាតមគ្គមានសោតាតផលជាផលហ្នឹងគឺដោយអនន្តរកម្មបច្ច័យហ្នឹងគឺថាច្បាស់ហើយដោយបច្ច័យប៉ុន្តែដល់តែនិព្វាននេះគឺជាផលដែរហ្នឹងគឺថាដោយលោកគ្រូជាម្ចាស់រតនាមកមិញអញ្ចឹងវិបស្សនានឹងអប់រំចម្រើនដល់ចម្រើនទៅហ្នឹងផលនេះគឺទាញយកព្រះនិព្វាននឹងមកទាញយកព្រះនិព្វានដោយឃើញសង្ខារធម៌ជាទុក្ខមិនមែនផលទេគឺថាមគ្គហ្នឹងដែលដំណាច់នៃវិបស្សនាហ្នឹងគឺអប់រំចម្រើនទៅហ្នឹងគឺថាឃើញនៅសង្ខារធម៌ជាទុក្ខអញ្ចឹងទៅបានបង្អោនទៅកាន់ព្រះនិព្វានរហូតដល់មានកម្លាំងអញ្ចឹងបានដល់ថ្នាក់កោតភូនៅក្នុងមគ្គវិធ័យហ្នឹងក៏ទាញយកព្រះនិព្វានមកជាអារម្មណ៍ហ្នឹងបានន័យថាផលនៃវិបស្សនាហ្នឹងវាមិនមែនជាបច្ច័យជាផលនៃវិបស្សនាហ្នឹងហើយដល់មគ្គកើតឡើងវាមានសោតាបតែផលហ្នឹងទៅហើយនឹងនិព្វានមកជាអារម្មណ៍មគ្គហ្នឹងឯងគឺជាផលហ្នឹងមិនមែនជាបច្ច័យអីដូចជាផលអនន្តរបច្ច័យនៃមគ្គអីហ្នឹងទេអាហ្នឹងក៏ប៉ុណ្្នឹងឯងដែលយើងដែលទាញឲ្យបានអប់រំវិបស្សនាមានព្រះនិព្វានណាមកជាអារម្មណ៍អត់ទេវិបស្សនានឹងមានសង្ខារធម៌មកជាអារម្មណ៍ពិតដល់ពេលមានកម្លាំងទៅបានបង្អោនទាញយកអាការមិនកើតឡើងនៃសង្ខារនេះអនុបាទនិរោធហ្នឹងមកជាអារម្មណ៍ហ្នឹងហើយបានរំលត់នៅកិលេសហ្នឹងដោយអំណាចនៃមគ្គហ្នឹងឯងនេះក៏ចូលរួមប៉ុណ្្នឹងឯងណាពាក្យថាផលហ្នឹងគឺព្រះនិព្វានជាផលនៃមគ្គហ្នឹងផលនៃការមកជាអារម្មណ៍ផលហ្នឹងមកជាអារម្មណ៍ដោយអំណាចនៃវិបស្សនាមានកម្លាំងហើយបានអញ្ចឹងមគ្គហ្នឹងវាជាកម្ពូលនៃវិបស្សនាដោយសោតាបត្តមគ្គក៏ជាវិបស្សនាតែវាកម្ពូលដោយលោកុត្តរៈបណ្ដោយទៅណាលោកុត្តរៈហ្នឹងណាជើញតិចមកណាកណ្ណាសាធុសូមសេចក្តីអនុញ្ញាតពីអង្គធម្មសាកឆាទៅនៅក្នុងអរិយសច្ចៈហ្នឹងគឺក្នុងវិភាំងហ្នឹងគឺព្រះអង្គសម្ដែងណាជាមួយនឹងអត្តកថាលោកប្រាប់ថាចែកនៅក្នុងអរិយសច្ចៈ4ហ្នឹងគឺដោយហេតុ2ផល2ហ្នឹងហើយហេតុ2ហ្នឹងគឺនៅក្នុងចំណែកដែលជាលោកយៈហ្នឹងគឺទុកជាហេតុសំទោសណាសមុទយៈជាហេតុណាទុកហ្នឹងជាផលបានន័យទុក្ខសមុទយៈសច្ចៈហ្នឹងជាហេតុទុក្ខសច្ចៈហ្នឹងជាផលហើយក្នុងន័យហ្នឹងក៏គឹមចាស់គ្រូជ្រាបហើយគឺថាទុកហ្នឹងវាអាស្រ័យហេតុនឹងឯងដែលតកតងជាមួយនឹង
នៅបច្ច័យអីហ្នឹងគ្រូបងមានប្រសាសន៍ហ្នឹងហើយដល់ទៅខាងលោកុត្តរៈមគ្គជាហេតុនិព្វានហ្នឹងជាផលនិរោធណានិរោធសច្ចៈហ្នឹងជាផលហើយនៅក្នុងន័យហ្នឹងចាស់គ្រូឆ្ងល់ថាជាផលយ៉ាងម៉េចហ្នឹងហើយផលហ្នឹងក៏សំដៅដល់ជាអារម្មណ៍នឹងឯងត្រង់ដែលថាមគ្គនេះមិនមែនជាហេតុបច្ច័យទេណាជាហេតុទៅបច្ច័យឬក៏ថាជាហេតុជាបច្ច័យដើម្បីញ៉ាំងនៅពេលហ្នឹងឲ្យកើតឡើងដោយអាស្រ័យខ្លួនឯងហ្នឹងគឺថាដើរតួជាបច្ច័យដូចសមុទយៈសច្ចៈដែលជាបច្ច័យញ៉ាំងទុក្ខសច្ចៈឲ្យកើតឡើងទេហ្នឹងហើយគ្រាន់ថាជាទីបំផុតនៃការអប់រំចម្រើននៅមគ្គនឹងឯងគឺថាបានដឹងថានិព្វានដែលជានិរោធសច្ចៈនឹងមានប្រៀបដូចជាបុគ្គលដែលដឹងថាប្រសិនបើការដកចេញនៅស្មៅក្នុងស្រែនឹងអស់ទៅណាស្មៅនឹងមិនដុះឡើងហ្នឹងហើយអញ្ចឹងគឺថាអាការដែលដឹងថាមិនដុះឡើងនឹងវាតាក់ទងជាមួយនឹងអាការដែលត្រូវដកស្មៅចេញនឹងឯងហើយដំណើរដែលត្រូវដកស្មៅចេញហ្នឹងគឺផ្ដើមតាំងពីវិបស្សនាណាដំបូងអញ្ចឹងទៅណាហូរហែទៅរហូតដល់ទៅពលវៈវិបស្សនានឹងឯងគឺថាក៏បានដឹងកាន់តែច្បាស់ឡើងនៅក្នុងភាពនៃការដែលណាត្រូវរលត់ទៅនៃសង្ខារធម៌ហ្នឹងហើយព្រោះអាស្រ័យដែលវិបស្សនានឹងឯងបានកំណត់ដឹងនៅនាមរូបហ្នឹងអញ្ចឹងទៅដល់ទៅពេលទីបំផុតនៃកម្លាំងរបស់វិបស្សនានឹងឯងដែលប្រព្រឹត្តទៅសមុច្ឆេទនៅអាការយល់ខុសឬក៏ថាជាហេតុដែលនាំឲ្យទុក្ខកើតឡើងហ្នឹងត្រង់ដែលថារំលត់នៅហេតុនឹងឯងបានដឹងថាទុក្ខមិនកើតឡើងកណាហ្នឹងហើយអាហ្នឹងក៏ដែលពូលថាជាហេតុដែលណាជាហេតុដែលណាព្រះនិព្វានឬក៏ថានិរោធហ្នឹងជាផលហ្នឹងណាហ្នឹងនៅក្នុងសេចក្តីប៉ុណ្ណឹងចាស់គ្រូហើយប៉ុណ្ណឹងណាណាបាក់ណាស់ចឹងគឺសរុបដីដោយអំណាចនៃវិបស្សនានឹងឯងហើយក៏ជាធัวដែលត្រូវជាច្បាស់ដោយអំណាចនៃញាណចឹងគឺវិបស្សនាហ្នឹងដែលនាំឲ្យសម្រេចនៅញាណក្នុងមគ្គវិថីហ្នឹងហើយទាំងអារម្មណ៍របស់កោត្រភូញាណអារម្មណ៍របស់មគ្គហ្នឹងក៏សម្រេចពីវិបស្សនាហ្នឹងទាំងអស់ណារបៀបដូចជាមរណាសន្និវិថីហើយនឹងអារម្មណ៍របស់មរណាសន្និវិថីនៅលើជាណកកម្មយ៉ាងដែលនាំឲ្យមរណាសន្និវិថីកើតហើយអារម្មណ៍នឹងអារម្មណ៍យ៉ាងណាក៏នៅលើជាណកកម្មនឹងឯងដែលនឹងរៀបចំឲ្យមានកម្មនិមិត្តកតិនិមិត្តអីទៅនឹងយ៉ាងណានេះវិបស្សនានឹងឯងដែលស្រាវជ្រាវទៅរកឃើញព្រះនិព្វានហ្នឹងហើយចំពោះកោដ្ឋភូញាណមគ្គញាណក៏មិនមែនញាណដតីពីណាក្រៅពីវិបស្សនាញាណនឹងឯងគ្រាន់តែថាជាញាណដែលបានសម្រេចមកដល់លោកុត្តរៈហ្នឹងឯងគឺមិនមែនមគ្គខ្លួនឯងមកពីណាទេគឺនៅក្នុងគណៈដែលមគ្គកើតឡើងហ្នឹងគឺมันមានវិបស្សនាអីណាតែគឺជាផលតពីវិបស្សនាមកនឹងឯងអញ្ចឹងគឺសេចក្តីទាំងអស់ហ្នឹងបានសរុបយើងស្ដាប់បានរីករាយជ្រះថ្លាសូមអនុ